trong sắp đặtក្រុមកម្ពុជាយើងដែលនឹងធ្វើការប្រកួតបន្តិចទៀតនេះហើយបាទសម្រាប់ការប្រកួតជម្រើស11នាក់គឺបន្តិចទៀតយើងនឹងជម្រាបជូនថាជាបន្តសោះគឺរំលេចឡើងមួយសិនគឺយើងតែងតែឃើញថាការប្រកួតកន្លងទៅរយៈពេលប្រហែលប្រកួតចុងក្រោយគឺតែងតែមានអ្នកចាំទីគឺកីឡាករអ៊ុំសេរីរ៉តប៉ុន្តែថ្ងៃនេះគឺផុសផ្លាយបន្តិចគឺសម្រាប់លោកលីទីហ៊ុនបានដាក់ជម្រើសគឺកីឡាករមកពីក្រុមការប្រកួតបង្កេតបាទគឺសូយ៉ាទីមកសម្រាប់ការប្រកួតជម្រើសបន្តិចទៀតនេះបាទដូច្នេះគឺជម្រើស11នាក់បន្ថែមយ៉ាងណាច្បាស់លាស់យ៉ាងណាខ្ញុំបានជម្រាបជូនបន្តិចទៀតសម្រាប់ការប្រកួតដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង 6 ដោយយើងធ្វើការផ្សាយបន្តផ្ទាល់ពី Chinese Taipei តែម្ដងបាទគឺរូបភាពនេះបាទគឺថាครับពិបាកណាតម្រាំតែយើងថានឹងអាចទទួលបានសិទ្ធិនឹងការផ្សាយដោយសារតែមានបញ្ហាច្រើនសម្រាប់បច្ចេកទេសតែអ្នកតំណពី Chinese Taipei មកគឺឆ្ងាយមែនតើបាទតែមិនមែនងាយស្រួលទេដូច្នេះគឺជាការខិតខំប្រឹងប្រែងពីក្រុមការងាររបស់ទូតព័ត៌មាន BTV ដើម្បីផ្ដិតយករូបភាពដ៏អស្ចារ្យសម្រាប់ការប្រកួតរបស់ក្រុមកម្ពុជាទោះបីទៅដល់ណាក៏យើងតែងតែលើកយកសម្រាប់ការប្រកួតនេះផងដែរបាទគឺនឹងប្រឹងប្រែងអស់ពីលទ្ធភាពបើថាអស់លទ្ធភាពហើយនៅតែមិនបានអានឹងបានចាំគិតទៀតបាទរូបភាពគឺនៅឯភូកីឡដ្ឋាន Kaohsiung National Stadium បានបញ្ជូនមកហើយនេះគឺជាការរៀបចំត្រៀមនឹងការប្រកួតនេះពេលបន្តិចទៀតហើយបាទជាការដង្ហែចេញសម្រាប់ក្រុមជាតិទាំងពីរបាទកម្ពុជាយើងថ្ងៃនេះគឺអាចសន្តានពណ៌ក្រហមបាទក្រហម让我们有最萌身高差但是没办法了我好不容易帮他找一个这个太完美对 perfecto 对啊手机都有关。有，是。你跟那个主宾都用麦拉稍微近一点。稍微近一点，这样呢？这样可以吗？他一直离，他一直跑开。ការគ្រប់លេខជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលជាក្រុមចាត់គឺតែងតែគ្រប់លេខជាតិមុនដោយយើងកំពុងតែហៅថាគ្រប់លេខជាតិគឺសម្រាប់ក្រុមកម្ពុជាយើងគឺថ្ងៃនេះគឺមោទនភាពមែនទែនបាទសម្រាប់ការប្រកួតនៅក្នុងទឹកដី Chinese Taipei បាទហើយគឺការគ្រប់គ្រងជាតិរបស់ព្រះជាចក្រកម្ពុជាបានបញ្ចប់ហើយដល់ពេលក្រុមម្ចាស់ផ្ទះម្ដង Chinese Taipei បាទទស្សនិកជនជាទីមេត្រីឬកំពុងតែគោរពផ្លេចជាតិរបស់ក្រុម Chinese Taipei បាទគឺថ្ងៃនេះគឺប្រជាជនរបស់គាត់គឺមិនថាចូលរួមមិនច្រើនទេបាទគឺសម្រាប់ការប្រកួតថ្ងៃនេះគឺដូចជាមានចំនួនតិចមែនតើហើយបន្តិចទៀតយើងនឹងឡើង11នាក់ដំបូងសម្រាប់ការប្រកួតបន្តិចទៀតនេះគឺក្រុមកម្ពុជាជាមួយនឹង Chinese Taipei ដោយក្រុមកម្ពុជាយើងដូចបានជម្រាបជូនគឺបងប្អូនបានឃើញហើយគឺជម្រើស11នាក់មិញគឺអត់មានវឌ្ឍនៈមានប្រាក់មនីអាដាមទេប្រាក់មនីអាដាមកំពុងតែស្ថិតនៅក្រៅ11នាក់ជាមួយនឹងខុនឡាំបូរាវីបាទគឺថ្ងៃនេះគឺជាមួយនឹងកីឡាករបាទគឺអ៊ុំសេរីរ៉តបាទគឺជួយឲ្យក្រុមកម្ពុជាយើងឈ្នះលើក្រុមទីម៉័រលទ្ធផល2-0លក្ខណៈមិត្តភាពនោះបាទឥឡូវគឺការគ្រប់គ្រងជាតិរបស់ក្រុមទាំងពីរបានបញ្ចប់ហើយបាទគឺឯកសណ្ឋានក្រុមកម្ពុជាដោយដែលទទួលជ្រាបហើយគឺឯកសណ្ឋានពណ៌ក្រហមបាទហើយប្រិយមិត្តទេសជនបានមើលទៅក្នុងរូបភាពនៅឯ Chinese Taipei គឺយកងឹតហើយបាទព្រោះថាលើសយើង1ម៉ោងបាទគេម៉ោង7គឺយើងម៉ោង6បាទគឺខុសត្រូវគ្នា1ម៉ោងទេបាទចាំមើលបន្តិចទៀតគឺមិននឹងមានរូបភាពបង្ហាញពីចំនួន11នាក់របស់ក្រុមទាំងពីរបាទហើយថ្ងៃនេះអាជ្ញាកណ្ដាលគឺ
ជាឥណ្ឌាទាំង4នេះបាទឥណ្ឌាទាំង4បាទជម្រាបជូនបងប្អូនទស្សនិកជនដែលកំពុងតែទស្សនាការផ្សាយបន្តផ្ទាល់របស់ BTV ផងថានេះជារូបភាពផ្សាយបន្តផ្ទាល់ពី Chinese Taipei បាទគេឲ្យប៉ុណ្ណាគឺយើងបានប៉ុណ្ណឹងបាទនេះជារូបភាពផ្ទាល់តែម្ដងបាទសម្រាប់បងប្អូនទស្សនិកជនដែលកំពុងតែទស្សនាគឺមិនមែនជាការរអាក់ឬការផ្សាយរបស់ BTV ទេគឺជាការបញ្ជូនរូបភាពផ្ទាល់តែម្ដងរបស់ Chinese Taipei មកពីនៅក្នុងការប្រកួតថ្ងៃនេះគឺយើងយករូបភាពផ្ទាល់តែម្ដងបាទចាប់យករូបភាពពី Chinese Taipei ដូច្នេះគឺមានការខុសឆ្គងនឹងរ៉ាអូយ៉ាងណាសូមបងប្អូនអធិស្ឋានផងដោយសារតែជាការបញ្ជូនរូបភាពមកពី Chinese Taipei គឺបន្តិចទៀតនេះគឺកំពុងតែរៀបជប់គេហៅថាដំឡើងសម្រាប់កីឡាករ11នាក់ដែលបន្តិចទៀតនេះឥឡូវយើងជម្រាបជូនតែម្ដងទៅសម្រាប់ក្រុមកម្ពុជារបស់យើងគឺថ្ងៃនេះគឺមានអ្នកចាំទីសូយ៉ាទីរបស់ក្រុមបឹងកេតមានហុងផេមានណុកដុល្លារមានកីឡាកររស់សំអឿនកែសុភ័យនៅតែជាខ្សែប្រយុទ្ធជួរមុខដដែលសម្រាប់ក្រុមកម្ពុជារបស់យើងជាមួយនឹងកីឡាករច័ន្ទវឌ្ឍនាការបានជារូបភាពបញ្ជូនមកជាថ្មីម្ដងទៀតសម្រាប់ការប្រកួតហើយយើងជម្រាបជូនបន្តគឺមានច្រឹងពលរដ្ឋមានឈិនឈឿនសុកសវណ្ណជាមួយនឹងធីរីចន្ទថាប៊ីនដែលជាកាពីតានក្រុមបាទចំណែកឯក្រុម Chinese Taipei វិញបាទគឺមានកីឡាករបាទអ្នកចាំទីថ្ងៃនេះគឺជាជម្រើសទី1របស់គេតែម្ដងបាទគឺ Pan Venture បាទវ័យ23ឆ្នាំដែលកំពុងលេងនៅក្នុងក្លឹបបាតទាត់តាប់ទុង FC បាទគណៈដែលមានកីឡាករហួងវ៉ៃមីនមកពីតាប់ទុង FC ដែរបាទឆេនទីងយ៉ាងមកពី National Sport Training Center បាទហើយមានកីឡាករលីជាលៀងបាទ Jen Tavio Chen Hawei Lin Chang Lun Wu Chun Ching បាទ Ben Chin Chao បាទហើយ Chen Chao An Chen Po Liang បាទកីឡាករលេខ17ហើយគ្រូបង្វឹកគឺលោកតូស៊ីអាគីអ៊ីម៉ាអ៊ីបាទសំខាន់តែពេតូផងបាទទស្សនិកជនមកខ្ញុំបាទទាំងពីរនេះអត់ស្អីអត់ចេះចិត្តមែនអត់ស្អីអត់ចេះចិត្តតែម្ដងបាទតែកម្ពុជាហើយនិងអង់គ្លេសគឺអាចដាច់បាទនេះជាជម្រើស11នេះដំបូងរបស់ក្រុមកម្ពុជាមានសូយ៉ាទីហុងផេកណុកដុល្លាររស់សំអឿនកៅសុកសេងច័ន្ទវឌ្ឍនាការសុកសុវណ្ណាច្រឹងពលរដ្ឋឈិនឈឿនជាមួយនឹងសុកសវណ្ណនាងធីវីចន្ទថាប៊ីនដែលជាកាពីតានក្រុមសម្រាប់ក្រុមកម្ពុជាថ្ងៃនេះបាទជំរឿនមើលថាតាសម្រាប់ការប្រកួតថ្ងៃនេះគឺជើងទី1តាកម្ពុជាទទួលបានសមិទ្ធផលបែបណាដែរការកែបាល់ចេញពីក្រុមបាទលេខ17នេះហើយគឺឈ្មោះថាឈីងប៉ូលៀងឈីងប៉ូលៀងគឺកីឡាករខ្សែប្រយុទ្ធដោយគួរឲ្យកត់សម្គាល់ហើយគឺការប្រកួតចាប់ផ្ដើមទៅហើយបាទសម្រាប់ការប្រកួត45នាទីដំបូងក្រុមកម្ពុជាជួបគ្នាជាមួយនឹងក្រុម Chinese Taipei បាទការប្រកួតជម្រុះ AFC ASEAN Cup 2019ដែលជាម្ចាស់ផ្ទះគឺនៅអារ៉ាប់រួមឯណោះបាទរយៈពេល2ឆ្នាំកន្លះទៀតបាទរយៈផ្ដើមការប្រកួតហើយតែជាការប្រកួតជម្រុះបឋមជើងទី1នៅ Chinese Taipei បាទឥឡូវគឺការប្រកួតបានចាប់ផ្ដើមទៅបដាហើយបាទគឺអ្នកចាំទីដោយតែទស្សនិកជនឃើញហើយគឺកីឡាករស៊ូយ៉ាទីបាទចាំបានថាការពេលនៅទឹកដីជប៉ុនកីឡាដ្ឋានអាស័យតាម៉ាដែលកម្ពុជាជួបជាមួយម្ចាស់ផ្ទះជប៉ុនគឺស៊ូយ៉ាទីបាទក៏ជាកីឡាករជម្រើសទី1ដែរបាទសម្រាប់ក្រុមរបស់លោកគ្រូវឹកលីតេហ៊ុនបាទឯកសណ្ឋានថ្មីបាទរបស់ក្រុមជម្រើសជាតិកម្ពុជាបាទសម្រាប់ឆ្នាំ2016នេះបាទគឺឯកសណ្ឋានក្រៅទឹកដីបាទគឺពណ៌ក្រហមខោពណ៌សបាទខ្សែកាប់ពីខាងក្រោមនៅថ្ងៃនេះគឺមានបាទហុងផេងបាទមានណុកដុល្លារមានបាទកីឡាករសុកសវណ្ណបាទដែលជាខ្សែការពាររឹងមាំបាទទាំង3រូបនៅខាងក្រោមនេះហើយក៏មានកីឡាកររស់សំអឿនបាទរស់សំអឿនបាទដែលជាខ្សែបម្រើការពារប្រយុទ្ធក៏បាននេះគឺលេងរ៉ូនេះគឺតាំងពីក្រោមរហូតដល់លើបាទគេហៅកីឡាករបកាយក្លុកមួយដែរសុកស៊ូហាណាប្រិមត្តទេសជនគឺជាកីឡាករតែមួយរូបគត់ដែលសុទ្ធបញ្ចូលទីនៅក្នុងការប្រកួតជម្រុះ World Cup ជុំទី2កន្លងទៅគឺនៅទឹកដីសង្ហបុរីបាទគឺមានតែមួយគ្រាប់មកគត់ក្រុមកម្ពុជាដែលអាចសុំចូលទីបានគឺដោយកីឡាករសុកស៊ូហាណាបាទក៏សូមអធិស្ឋានបងប្អូនទុកជំនុំផងបើសិនជាមានភាពរអាក់រអួលការបញ្ជូនរូបភាពមកពី Chinese Taipei បាទគឺយើងនឹងចិត្តខំព្យាយាមបន្ថែមទៀតដើម្បីឲ្យល្អសម្រាប់ទស្សនិកជនដែលកំពុងតែគាំទ្រសម្រាប់ការផ្សាយបន្តផ្ទាល់របស់ BTV ឥឡូវបាទកំពុងតែជាប់ជើងរស់សំអឿនបាទអត់ទាន់ចេញក្រៅទេ
បាទអត់ចេញក្រៅឡើយទេបាទគឺកំពុងតែអាយ៉ាបាទសំអឿន 是由殷雅吉把球给 បាទគឺបាល់ចេញនៅក្រៅបានបាល់ជ្រុងបាទសម្រាប់ក្រុមកម្ពុជារបស់យើងគឺការប្រកួតបាន2នាទីទៅហើយសម្រាប់ការប្រកួតក្រុមកម្ពុជាយើងអាចจะខាងប្រកក្រហមបាទសំអឿនបោះបាល់ទូបាល់លេងបន្តទៀតជួយមកក្រោយឲ្យទៅបាទកីឡាករកម្ពុជាយើងគឺសុខសួរណាបញ្ជូនបន្តប៉ុន្តែបាទនេះគឺអរសើទៅហើយបាទគឺបាននៅក្រុម Chinese Taipei 在东亚杯的预赛啊，连这4年好 បាទ 像 គឺអ្នកចាំទីបាទកីឡាករផាន់រ៉េងឈី 文杰啊，这个球员比较这个桀骜不驯， បាទអ្នកចាំទីគឺជាកាពីតិនក្រុមផងដែរបាទ 看有屌屌的哦，好像有些教练可能 គឺ 不 រូប 太 ភាព 喜 ដូច 欢 ជា 这样 មាន 的 ភាពប្រអាក់ដូរបន្តិចបាទគឺប្រហែលជាមកពីរលកធាតុអាកាសបាទថ្ងៃនេះ 然后这一次 សុកសវណ្ណកំពុងតែរៀបរៀងបាល់បាទគឺមួយទៅមួយបាទទៅមិនរួចទេ 带领之下呢，他又有获得国家队征召的机会，他也非常的珍惜啊。这一次的中华队 អា 跟 អ្នកចាំទីគឺជម្រើសទី1បាទគឺសុយទីមកពីក្រុមជួយការកស៊ូបង្កេតបាទ 中华队的这个教练的一致啊。对，金井在2005年底到2007年底 3នាទីបាទសម្រាប់ការប្រកួតនៅតែរក្សាលទ្ធផល0-0 ជំរាបជូនបងប្អូនបាទជាថាការប្រកួតគឺគិតរូបមន្តហូមនឹងអ្វីគឺគ្រាប់សមជុលទីក្រៅដីនៅក្នុងដីបាទគឺប៉ុន្តែបើសិនជាឈានដល់មកខាង15នាទីគឺមិនគិតទេបាទគឺគិតធម្មតាវិញបាទសម្រាប់ការប្រកួតនៅក្នុងបើសិនជាស្មើក្នុងរយៈពេល90នាទីហើយក្នុងការប្រកួតជើងទី2 បញ្ជូនចូលកណ្ដាលបាទគឺ cross ចូលមកហើយប៉ុន្តែមិនមានសំណាងទេមានខ្សែការពារបាទគឺតែចេញបានមិនទាន់ជាបញ្ហាហើយមិនគឺណុកដុល្លារ 上场啊，陈柏良的位置就比过去 កំពុងតែគ្រប់គ្រងដល់ក្រុមម្ចាស់ផ្ទះបាទកីឡាករលេខ9បាទឆេងហៅវៃ 所安排的位置更靠前了。 កំពុងតែគ្រប់គ្រងបន្តទៀតបាទគឺកំពុងតែបង្កគ្រោះថ្នាក់ទៅលើក្រុមកម្ពុជារបស់យើងប៉ុន្តែទៅមួយរួចជាមួយណុកដុល្លារដាច់ចោលបាទដោយបាទកីឡាករខ្សែការពារបាទមិនគឺ 去做客到伊朗的首都德黑兰的比赛呢，上演他的。 ធីរីចន្ទថាមានថ្ងៃនេះកាពីតិនក្រុមបាទនៅខាងលើបាទលេខ23បាទគឺមិនផ្លាស់ប្ដូរទេ 中华队的那个 បាល់ទូរបស់ក្រុមកម្ពុជា 对，当然在金井的一个打法，其实在早在当年来带中华队，他的一个打法就是会把整个后防线往前面压上去，大胆的来做越位陷阱。 ទេសនិកជនដែលទេសនាការប្រកួតនៅតាមគេហដ្ឋានផងដែរ 对，中华队的打法在他的带领下，后防跟锋线距离不会太远，中间会希望能够用密集的一个打法的断到球之后来发动一个快速的推进。 ស្ថានីយទូទូមួយនោះហើយបាទនេះហើយ 今 គឺ 天 ជា 这种 ការ 比较特别的是，通常在中华队来占中后卫的殷雅吉，今天是来自右后卫。 បាទយើងចាំតែទួយករូបភាពតែប៉ុណ្ណោះហើយដូច្នេះគឺបញ្ហារូបផ្នែកបច្ចេកទេសខាងគេឬយ៉ាងណាក៏សូមខន្តីអភ័យទោសចំនួនផងបាទថាខាងការងារបច្ចេកទេសរបស់យើងនៅពេលនេះគឺថានៅតែក្នុង studio ទេបាទគឺបញ្ជូនចាំតែទទួលទេបាទបាទនេះជាការរៀបរៀងរបស់កីឡាករណុកដុល្លារបាទគឺចាក់សោចចូល3មិនគឺទៅមិនរួចទេប៉ុន្តែគឺបាល់ពីនៃសម្រាប់ក្រុមកម្ពុជាយើងបាល់ free kick ទៅលើក្រុម Chinese Taipei 造成对方的。 ហើយគឺបាល់ free kick បាទមានខ្សែការពារបាទគឺលេខ2បាទកីឡាករហៅវៃមីនបាទជាមួយនឹងបាទកីឡាករលេខ12បាទកីឡាករវិនឆៃហៅ 对，在去年对伊拉克的这个世界杯比赛之前，另外在友谊赛啊，对澳门的比赛就有。哇，进了，是黄伟明。 បាទមកគ្រាប់បាត់ទៅហើយបាទហើយយ៉ាងមិនចេះបាទមិនគឺ reflect ប៉ះអ្នកណាមិនបាទសុយទីក៏ផ្លឹកទៅហើយបាទគឺគឺសមាជិកនៅទៅបាទអ្នកគ្រប់គ្រងបាទគឺ Chinese Taipei បាទគឺមកគ្រាប់នៅមុខមុនក្នុងនាទីទី6បាទអាចជាកីឡាករ Wen Chen Hao បាទជំរឿនទៀតបាទ3ម្ដងទៀតបាទសម្រាប់ការបញ្ជូនឡើងវិញបាទ1-0បាទគឺក្នុងមុខទៅហើយបាទ6នាទីបាទបាទជំរឿនមើលបាទគឺសុទ្ធបានល្អមែនតើបាទសុយទីមិនអាចជួយបានទេបាទឬមកគ្រាប់នេះគឺលឿនមែនតើទៅតែបាន5នាទីជាង 后卫啊，他们打的是5-3-2的。 បន្តនៃការប្រកួតបាទ1-0ទៅហើយបាទសម្រាប់ក្រុម Chinese Taipei នាំមុខទៅលើក្រុមកម្ពុជា 至少战平中华队的话，主场来比我们好看啊！哇，结果呢，这么快的，我们可以在开赛升到6分。 ហើយបាទសម្រាប់ក្រុមម្ចាស់ផ្ទះ Chinese Taipei បាទនាំមុខមកលើក្រុមជំរឿនជាតិកម្ពុជាបាទយ៉ាងហើយបាទបាល់ចេញក្រៅទៀតហើយបាទរើសំអឿន 对，当然在比赛刚开始，他们会比较稳扎稳打，只是说如果我们今天这场球一直没有办法攻下分数，面对一个速度型的强队，到了下半场， រូបភាព3មិនគាត់ reflect ប៉ះនឹងខ្សែការពារនឹងរបាំងការពារយ៉ាងណាបាទស្ទីបាទស្ទូយទីគាត់មិនអាចឆាប់បានបាទចង់មើលភាសាទៀតដែរគាត់បាល់នឹងកោងក៏រត់ផ្លេចមិនបាទ 常常也是在下半场有。 បាទជាប់ជើងសុកសវណ្ណឃ្លៀមកជើងឡើងមកខាងលើបាទតែឲ្យបាទអ្នក super kick មិនមិញ 赛是在比赛当中，可是台湾的城市联赛以及我们的大专联赛 បាទចាក់មកប្រឡោះកណ្ដាលនេះវឌ្ឍនាការអត់ទៅរួចទេ 比赛的状况。 កំពុងគ្រប់គ្រងបាល់ដោយក្រុម Chinese Taipei អាយ៉ាញ៉ៃ
nhưng mà giờ khỉ mà chưa đặt cho bị xa các pin lấy pram gen tabio và đồng khang thì là có three chan tham biến mà tại Oscar đấy free kick bạn đi hai free kick mà pi trong ngày ba là tận này tích mà thôi ai mà Suyati nữa cứ ban trầm cho mời bà tại phần nó bà hai chiếc đánh cho cái mến bà thì Suyati con mà ai cái hao thao thua cho lần nào bà chạm cho bà thì cứ cái hao thao bà như là gì số đánh ok cả mà mình một tay ra ngồi mà ta hơn à ô hô bà ông sao tôi mình tên mà ai da đi đi bật bay mà ngồi xem mà mình cha mình tên rồi cái là có sốc phên mà cái sốc phên mà cái là đây sòng khâm mà nó bóc Campuchia bà cái sọc phê mà cứ ba lấy sọc ỏi lắm thôi mà Việt Nam đó thì bà được phiên lươn mình tên Việt Nam đó thì bà ca mình chui màu cái sọc phê ô hối mà trương chui mà cứ bông xà ca pia lấy pram đặt to tầm đánh tiền bóc công ca mình chưa muốn mình tên cái là có gen tabio cứ mình ai chui ban đi mà play thế mà ban du thế mà sầm rập cái mà chặtแต่ Chinese Taipei mà thật sao trang mà tận ca đàn bài mình có nhẹ mình ai rồi hốt ban mình chui scat châu ai cái là có cái sọc phê bạn chẳng cứข้าง Chinese Taipei គឺអបបាន2នាទីបាទ2នាទីទី6ឡើងទី8ហើយបើសិនជាគិតអ្វីគោលគឺយើងចំណេញហើយបាទយើងបានអ្វីគោលហើយហើយជំរាបជូនបងប្អូនថាការប្រកួតគឺគិតអ្វីគោលបើសិនជាយើងកំណត់ថាមិនកំណត់ទេបើសិនជាមួយស្មើរហូតដល់ចប់90នាទីមកដល់ទឹកដីកម្ពុជា0ស្មើគឺយើងឡើងហើយប៉ុន្តែបើ2ស្មើចាញ់គេបាទបងប្អូននៅតាមស្រុកផ្នែកចំការគាត់មិនសូវស្គាល់យល់ទេអ្វីគោលនឹងស្អីគេចាអ្វីគោលនេះគឺជាក្របសុទ្ធបញ្ចូលទីនៅក្រៅទឹកដីបាទដូចយើងហ្នឹងបាទយើងកំពុងតែក្រៅទឹកដីឯងបើសិនជាយើងសុទ្ធបញ្ចូលទីក្រៅទឹកដីបានបាទគឺនិយាយថាយើងមានអត្ថប្រយោជន៍មួយបាទឥឡូវគឺសម្រាប់មកវិញសម្រាប់ក្រុម Chinese Taipei ជំរាបជូនបន្តទៀតរឿងទៅអ្វីគោលហ្នឹងបាទឥឡូវមកជាប់ជើងកីឡាករលេខ9 Chen Hawei បាទបញ្ជូនមកកន្លែងនេះស្កាត់ចូលកដាលបាទតែដល់ណាគេអត់ទេរស់សំអឿនផ្ដាច់ចោលសិនបាទល្អមែនតើខ្សែការពាររបស់ក្រុមបឹងកេតអង្គរបាទគឺសុំទៅសារវិញគឺមួយជើងរបស់កែសុភ័យព្រឺសម្បុរព្រឺសម្បុរតែម្ដងបាទគឺទេសនាមកទៀតបាទគឺជាការសុទ្ធរបស់ Free Kick ដំបូងបាទគឺកីឡាករលេខ2បាទជាខ្សែការពារបាទគឺបាទកីឡាករហោងវ៉េនមីនបាទគឺជាអ្នកសុទ្ធបាទគឺ reflect បាល់ហើយយើងក៏សូមអរគុណដែរដល់ដៃគូសហការការផ្សាយផ្ទាល់ការប្រកួតនៅក្នុងថ្ងៃនេះគឺការប្រកួតជើងទី1ហើយយើងមាន sponsor គឺមានដូចជាបាទ Mix Cool គឺជាទឹកក្រូច Mix Cool ជាទឹកក្រូចសុខភាពផ្សំឡើងពីស្រូវសាលីយិនសិនក្រូចថ្លុងនិងទឹករ៉ែធម្មជាតិទឹកពិតតែម្ដងបាទមានវីតាមីន B1 B2 និងវីតាមីន C បាទថាគ្មានលាយពណ៌ទេគ្មានជាតិកាហ្វេអ៊ីនគ្មានជាតិអាស៊ីតទេហើយក៏គ្មានជាតិគីមីដែរបាទគឺកន្លែងនេះគឺការរៀបរៀងរបស់ខ្សែការពារបន្តិចបាទគឺរំខានបាទគឺបានបាល់ជ្រុងហើយទឹកក្រូច Mix Cool ក៏ជាអ្នកបំពន់សុខភាពរបស់អ្នកបាទទឹកក្រូច Mix Cool បាទមិនយើងពួតទេបាទលេខ1នៅកូរ៉េបាទគឺថាគេចូលចិត្តញ៉ាំមិនធ្លាប់ទៅទេបាទមិនធ្លាប់ទៅគាត់ប្រាប់មកអញ្ចឹងបាទ Mix Cool ហ្នឹងគឺគេចូលចិត្តណាស់នៅកូរ៉េបាទឥឡូវបានបាល់ជ្រុងបាត់ទៅហើយបាទសម្រាប់ក្រុម Chinese Taipei បាទនៅក្នុងការប្រកួតនេះបាល់ជ្រុងលើកដំបូងពីកីឡាករលេខ10បាទកីឡាករលិនឆាំងលុនបាទវ័យ24ឆ្នាំបច្ចុប្បន្នលេងនៅក្លឹបបាល់ទាត់ Taiwan Power Company បាទបាល់ជ្រុង2014年បញ្ជូនចូលកណ្ដាលហើយបាទតែដោយខ្សែការពាររបស់កម្ពុជាមិនទាន់ទៅណាឆ្ងាយទេបាទនៅលើប្រអប់ព្រោះតែឡើយចាក់ទៅភាសាទៀតតែម្នាក់ឯងខាងក្រៅទេស៊ូយ៉ាទីខំមែនតើមិនផ្ដោតឲ្យតែស្រួលម្នាក់ឯងបាទខ្សែការពារមិនចង់លួចអសឺបាទចង់លួចអសឺប៉ុន្តែវាមិនអសឺបាទគឺផ្ដល់ឱកាសឲ្យតែទាំងពេញទំហឹងតែម្ដងមកលេខ11នេះគឺខ្ពស់ផងបាទគឺបាទកីឡាករលេខ11គឺកីឡាករ Wu Chunjing បាទគឺវ័យ24ឆ្នាំបាទ27ឆ្នាំបាទគឺធ្លាប់ប្រកួតគឺ24ដងហើយសុទ្ធជួយបាន4គ្រាប់តែស្តាមទៀតបាទការចុចទៅបានយ៉ាងល្អពីបាទកីឡាករលេខ12មុននេះបន្តិចបាទសូយ៉ាទីគាត់ខំមែនតើហើយបានជួយគ្នាបាទមិនធ្វើនេះគឺផុតមួយគ្រាទៀតហើយក៏សូមអរគុណផងដែរបាទដល់ពុកការីស្វេតបាទពុកការីស្វេតគឺជាអ៊ីយ៉ុងដែលល្អជាងគេបំផុតនៅក្នុងប្រទេសជប៉ុនពុកការីស្វេតគឺជាអ៊ីយ៉ុងនិងបំពេញចិត្តក្នុងនិកាយបានដែលឆាប់រហ័សពុកការីស្វេតបានសុខភាពល្អជាមួយអ៊ីយ៉ុងបាទតទៀតក៏យើងសូមថ្លែងអរគុណដល់ទឹកផ្លែឈើអូឡាតេបាទមួយកំប៉ុងស្មើនឹងទឹកដោះគោស្រស់មួយកែវអូឡាតេជាភេសជ្ជៈនៃសម្រស់និងសុខភាព
បាទទស្សនាការប្រកួតតិចសិនបាទគឺជាប់ជើងក្រុម Chinese Taipei បាទបញ្ជូនមកស្លាប់ខាងស្ដាំនេះហើយស្កាត់ចូលកណ្ដាលគ្រឹះថ្នាក់មែនតើខ្សែការពារបាទតែជួយបានបាទប្រសើរបាទកីឡាករហុងផេងបាញ់មិញនេះបាទកុំអីនឹងខ្សែប្រយុទ្ធ Chinese Taipei តែម្នាក់ឯងងាយងាយបាទហុងផេងសងមកក្បាលបន្តិចដើម្បីមិញបាទទស្សនារូបភាពឡើងវិញបាទចំណុចត្រង់នេះមុនបន្តិចបាទគឺតែប៊ីបាទការបញ្ជូនទៅហើយក៏មិនមានគេហៅថាចង្វាក់ទប់ហើយក៏បាល់គឺសម្លាងហើយបាទយើងក៏អរគុណដល់ភេទជ្ជៈប៉យកម្លាំង Zeus បញ្ញាជួយចូលរួមលើកស្ទួយវិស័យកីឡាជាតិបាទគឺគ្រប់ប្រភេទតែម្ដងហើយ Zeus នឹងយកទឹកប្រាក់50រៀលក្នុងមួយកំប៉ុងឧបត្ថម្ភដល់ក្រុមកីឡាជាតិបាទលើកស្ទួយវិស័យកីឡាជាតិពិសា Zeus លើកស្ទួយវិស័យកីឡាជាតិ Zeus កម្លាំងនៃភាពជោគជ័យបាទចាំវឌ្ឍនាការចុចឡើងទៅខាងលើនេះកៅសុកផេងម្នាក់ឯងគត់កៅសុកផេងកំពុងអស់ទៅឲ្យសុទ្ធមកជើងនេះអូហូយបាទខ្សែការពារក្រុម Chinese Taipei 14នាក់កៅសុកផេងម្នាក់ឯងអាចអូសយកទៅសុទ្ធដែរប៉ុន្តែកម្លាំងជើងមករឿងខ្សោយព្រោះគ្នាអស់ឲ្យឡងដែរបាទបើថាមិនសុទ្ធទេគឺបោះចោលហើយបោះចោលអញ្ចឹងចាបានទេសាច់ម្ដងមកត្រូវពិសាសិនបាទហើយពិសាឆ្ងាញ់ខ្ញុំគិតទៀតហើយឱកាសរបស់ Chinese Taipei បជើងឆ្វេងអូហូយបាទសុយទីបាទគាត់មិនចាប់ទេបានចេញទៅក្រៅអូសំណាងមែនតើបាទមួយជើងឆ្វេងនេះគឺមានការរំខានវិសាការពារបាទធ្វើឲ្យកលនានៃការសុទ្ធរបស់ខ្សែប្រយុទ្ធរបស់ Chinese Taipei ទស្សនាទៀតបាទពីកីឡាករលេខ11គឺលឿនមែនតើបាទកីឡាករ Wu Chunqing បាទនេះគឺមួយជើងរបស់គាត់បាទគឺខខគោដៅបាទគឺកីឡាករនៃចាំទីសុយទីរបស់យើងព្រួយបារម្ភមែនតើដោយសារតែ plot មានភាសាទៅហើយដោយសារតែការសុទ្ធមកគឺ reflect ជាមួយនឹងខ្សែការពាររបស់ខ្លួនបាទអញ្ចឹងគឺនេះគឺពិបាកចាប់មែនតើគឺចលនានៅចាំទីងាកមិនតាន់ទេបាទអញ្ចឹងគឺបើសិនជាសុទ្ធមកមួយទល់មួយគឺអាចជារឿងស្រួលទេបាទបាទរូបភាពនៅខាងមុខនេះគឺដូចជាមានអ្នកគ្រប់គ្រងបាទយើងខាក់ៗយ៉ាងហ្នឹងបាទយើងគាត់បាល់វិញបាទជាងពេលមុនតនការប្រកួតបាញ់មិញបាទឥឡូវបានបាល់ free kick សម្រាប់ក្រុមជម្រើសជាតិកម្ពុជារឿងឆ្ងាយតិចហើយបាទអ្នក free kick នេះគឺបាទថ្ងៃនេះបើសិនជាមានបាល់ free kick នេះមានអ្នកទាត់ច្រើនណាស់បាទត្រីចន្ទថាប៊ិនក៏នៅបាទច័ន្ទវឌ្ឍនាការក៏នៅបាទឥឡូវបន្តទៀតមកជាប់ជើងបាទសុកសវណ្ណបញ្ជូនចូលកណ្ដាលល្អមែនទែនបាទត្រីបាទបញ្ជូនមកពលរដ្ឋបាទច្រឹងពលរដ្ឋបញ្ជូនទៅសុកស៊ូហាណាកំពុងរកកន្លែងបញ្ជូនចាក់ចូលមកប្រឡោះអត់ផុតទេឥឡូវនេះឱកាសវិបកសម្រាប់ក្រុម Chinese Taipei អត់ទេមិនស៊ីចង្វាក់គ្នាទេសម្រាប់ក្រុម Chinese Taipei នៅក្នុងចង្វាក់វិបកនេះបាទយើងគឺគាត់សម្គាល់ថាមានកីឡាករលេខ11នេះហើយគឺជាការកីឡាករដែលកំពុងតែត្រូវតែចាប់ហើយគឺគួរមែនតើបាទកីឡាករ Wu Chunqing ហ្នឹងគឺជាមួយនឹងលេខ17ដែលយើងសម្គាល់ថាជាកីឡាករទី1គឺប្រធានក្រុមបាទគឺកីឡាករជីងប៉ូលៀងបាទជីងប៉ូលៀងហ្នឹងគឺឃើញថាគាត់ចាច់បាល់បានល្អឥឡូវឱកាសរបស់ក្រុមកម្ពុជាស្រូបឲ្យឱកាសអូយបាទមីទៅហើយបាទគឺកៅសុភេងជាថ្មីម្ដងទៀតបាទ的一个特点，180អូមែនទេបាទគឺជាស្រ័យបាទគឺកីឡាករច្រឹងពលរដ្ឋបាទរត់ឡើងទៅហើយបាទការបញ្ជូនបាញ់ពីច័ន្ទវឌ្ឍនាការបាទគឺល្អមែនទែនតែនៅចាំទីបាទកីឡាករកាពីតែនក្រុមផាន់វែងឈីបាទគឺឡើងមកតាន់បាទសំណាងហើយបាទឥឡូវគឺកំពុងតែតំណត្រសគ្នាទេបាទគឺ15នាទី1ទៅ1刚维根提到ក្រុមកម្ពុជាគឺខ្សែការពារបាទដាក់ទៅច្រើនហើយបាទគឺបន្ទាប់ពី plus ជា3មិញបាទហើយបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ក៏បានជួយរូបភាពមកពីក្រុមបញ្ជូនសម្បត្តិពីថាកំពុងតែមានអ្នកតាំងទស្សនាច្រើនមែនទែនបាទគឺនៅឯភូកន្លងឋានជាតិទាំងនៅឯ Naga នោះបាទកំពុងតែធ្វើទស្សនាលើកញ្ចក់ LED ដ៏ធំដែលយើងបានដាក់សម្រាប់ការគ្រប់គ្រងរបស់ក្រុមបងប្អូនប្រជាពលរដ្ឋយើងនៅភូកន្លងឋានជាតិបាទឥឡូវបន្តទៀតសម្រាប់ការប្រកួតគឺគ្រប់គ្រងនៅក្រុមកម្ពុជានៅឡើយបាទកំពុងតែជាប់ចង្វាក់លេងបាល់ខ្លីៗបាទច្រឹងពលរដ្ឋបញ្ជូនមកខាងឆ្វេងនេះឲ្យរੂសំអឿនថយក្រោយវិញឲ្យច្រឹងពលរដ្ឋបាទពលរដ្ឋបញ្ជូនទៅខាងក្រោយខ្សែការពារណប់ដុល្លារបាទខ្សែការពាររបស់ប្រកាន់រាជស្វារៀងបញ្ជូនមកសុកសវណ្ណតែងតែជាជម្រើសទី1បាទសម្រាប់ក្រុមជម្រើសជាតិកម្ពុជាការប្រកួតមិនថា All Star ក៏ជាប់ដែរ All Star បាទលក្ខណៈអន្តរជាតិសុកសវណ្ណជាប់ជានិច្ចបាទខ្សែការពារកណ្ដាលបាទគឺថាសំណប់ចិត្តរបស់លោកគ្រូលីតេហ៊ុនហើយនឹងគ្រូប្រាក់សវណ្ណរានៅបឹងកេតហើយបាទថារឹងមាំមែនទែនបាទសម្រាប់សុកសវណ្ណហើយបាល់ចេញក្រៅបាទជំរាបជូនថាអញ្ញាកណ្ដាលកាត់ក្តីការប្រកួតថ្ងៃនេះទី1ទី2ទី3ទី4គឺជនជាតិឥណ្ឌាតែម្ដងបាទឥណ្ឌា4តែម្ដងបាទនិយាយគ្នានិយាយភាសាផ្លូវការរបស់គាត់ឲ្យងាយស្រួលបាទហើយក៏សូមអរគុណផងដែរដែលបងប្អូនដែលតែងតែគ្រប់គ្រងសម្រាប់ការផ្សាយបន្តផ្ទាល់នៃការផ្សាយផ្ទាល់របស់ TV គឺសម្រាប់ការប្រកួតនៅក្នុង
ការថាមួយរយៈចុងក្រោយគឺការគ្រប់គ្រងច្រើនហើយក៏សូមអរគុណដែរហើយយើងកុំភ្លេចគឺយើងនៅមានភារកិច្ចមួយទៀតសម្រាប់ក្រុមបងប្អូនដែលស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជាយើងគឺនៅថ្ងៃទី7យើងជួបគ្នានៅទូកីឡាដ្ឋានជាតិម្ដងទៀតបាទអញ្ចឹងគឺបងប្អូនថ្ងៃនេះគឺបងប្អូនអ្នកទស្សនាហ្នឹងគឺបើសិនជាបងប្អូនដែលបានទិញសំបុត្រនេះកុំបញ្ជាចូលទៅអីបាទគឺយើងទុកឱកាសឲ្យបងប្អូនដែលយើងបានទិញសំបុត្រគឺចូលរួមទស្សនាបានស្រួលផងហើយបើយើងមិនបានទិញយើងទស្សនានៅគេឋានក៏បានដែរបាទបងប្អូនខកតំណែងបាទហើយខ្ញុំបាទសូមនិយាយដោយស្មោះត្រង់តែម្ដងបាទកុំឲ្យមានឲ្យសោះបាទការផ្លាស់ប្ដូរផ្លាស់ដោយលោកមុនទៀតបាទឃើញថាអាក្រក់មើលមែនតើបាទយើងគ្រោះថ្នាក់ដល់ខ្លួនយើងហើយយើងអាប់អោនកិត្តិយសយើងទៀតដល់ជនបរទេសឃើញយើងអញ្ចឹងពេលបើតែឃើញយើងស្រឡាញ់បាល់ទាត់ដែរក៏ប៉ុន្តែស្រឡាញ់ដល់ថ្នាក់នឹងពេកគឺអត់ត្រឹមត្រូវទេបាទគឺថាយើងទិញសម្បត្តិចូលរួមទស្សនាហើយសម្បត្តិអញ្ចឹងដោយលោកបានជម្រាបជូនអញ្ចឹងកុំដល់ថ្ងៃបាននឹកឃើញទៅទិញគឺអត់មានទេគឺតែទស្សនិកជនឃើញហើយប្រិមិត្តអ្នកគ្រប់គ្រងច្រើនឡឹងបើមិនទិញទុកមុនទេគឺមិនបានអង្គុយទេបាទដូច្នេះគឺជាការជួបដំណឹងឬក៏ដាក់ទឿនបងប្អូនបន្តិចបាទដើម្បីគេហៅចូលរួមទស្សនាការប្រកួតបានស្រួលបាទយើងបន្តទៀតកំពុងតែធ្វើការប្រកួតនៅ Chinese Taipei ផងបាទគឺអស្ចារ្យមែនតើបាទគឺកំពុងតែលទ្ធផលមួយស្មើគឺមិនមានបញ្ហាទេបាទគឺយើងសង្ឃឹមតែស្មើហើយក៏សង្ឃឹមឈ្នះធម្មតាគឺសង្ឃឹមឈ្នះប៉ុន្តែបើស្មើគឺពិសេសហើយបាទគឺយើងនៅក្រៅដីហើយក្នុងដីចាំយើងគ្រូគាត់ចេះចាត់ចែងហើយបាទបាទបន្តទៀតគឺក្រុមកម្ពុជាថ្ងៃនេះគឺឯកដ្ឋានអាយក្រហមបងប្អូនហើយឆានីសតែគឺឯកដ្ឋានបងភៀវបាទបញ្ជូនមកខ្សែការពារលេខ2បាទកីឡាករហាវីមីនជួបបន្តបាទគឺបាទជ្រុលបន្តិចទៅហើយបាទកីឡាករយេនតាវីយ៉ូបាទយេនតាវីយ៉ូនេះសង្ស័យតែកូនកាត់ទេបាទគាត់ឈ្មោះគាត់យេនចិនហើយតាវីយ៉ូនេះហាក់ជាកូនកាត់តាវីយ៉ូបាទគឺមិនងាយមានឈ្មោះចិនណាបាទគឺអាចនឹងមិចសិនឬក៏សង់ទីមប្រេស៊ីលហ្នឹងឯងបាទកូនកាត់តែយើងមិនទាន់បានឃើញមុខច្បាស់ទេគាត់តែការស្មានរបស់ខ្ញុំបាន2នាក់ទេនេះសុកសវណ្ណបាទគឺកម្ពុជាយើងទេ19分钟现在双方បាទគឺមកពីក្រៅប្រជាតែមិញបាទកីឡាករយេនតាវីយ៉ូហ្នឹងឯងនេះអាចយេនតាវីយ៉ូដល់បន្តបាទគឺបញ្ជូនទៅស្លាប់ឆ្វេងបាទសម្រាប់ក្រុម Chinese Taipei បាទលេខ9បាទគឺកីឡាករតួអង្គខ្សែមរាកណ្ដាលគឺចិនហាវ៉ៃបាទត្រឡប់មកក្រោយទៅមិនរួចបាទខ្សែការពាររបស់ក្រុមកម្ពុជាថ្ងៃនេះគឺបាទដាក់ដល់ទៅ4រូបណុកដុល្លារហុងផេងបាទគឺសុកសវណ្ណបាទជាមួយនឹងមានការគ្រប់គ្រងជាមួយនឹងច្រឹងពលរដ្ឋផងដែរបាទរស់សំអឿនបាទគឺរ៉ាប់រងហើយបាទស្លេតឆ្វេងស្ដាំបាទឆ្វេងបាទគឺតាំងពីការពារឡើងដល់បម្រើប្រយុទ្ធបាទបាននេះបាទគឺរៀបរៀងចេញទៅក្រៅបាទគឺបាទស្អីគេនៅខាងក្រោយហ្នឹងបាទគឺបាទគឺមិនឃើញណប់ដុល្លារគាត់ជ្រុលទៅគាត់ក៏វិញលោតម្ដងណាបាទគ្រោះថ្នាក់แบบนี้បាទពិបាកមែនតើបើមិនសិនយកចេញឆ្ងាយទៅល្អមែនតើបាទអាចគ្រោះថ្នាក់ដល់កីឡាករទៅពេលរុញគ្នាអញ្ចឹងណាបាទគឺជារបាំងការពារការបោះដុំដៃបាទរបាំងការពារបោះដុំដៃនិងចោលស្នាបាទគឺការប្រកួតពុកកីឡាដ្ឋានកៅស៊ីងបាទកៅស៊ីងបាទបាល់ជ្រុងបាទកីឡាករលេខ10បាទកីឡាករលីងឈៀងលុនបាទលីងឈៀងលុនបាទពួកប្រហែលទេបាទគឺលេខ10កំពុងតែចាប់គ្នាខ្សែការពារឈៀងលុនលីងឈៀងលុនលើកមកហើយចាប់បានអត់ទេបាទផុតដៃសុយទីហើយក៏ចេញទៅក្រៅមិនបង្កបញ្ហាទេបាទបាទគូគីបាទអ្នកចាំទីសុកសវណ្ណបាទសុកសវណ្ណមានរស់សំអឿនក៏ចូលមកចុះជួយដែរមិញបាទសម្រាប់ការប្រកួត20នាទីទៅហើយបាទភ្លេចខ្លួនគឺលទ្ធផលមួយស្មើហើយអ្វីដែលធ្វើឲ្យបងប្អូនដែលទស្សនាផ្ទាល់នៅឯកីឡាដ្ឋានកៅស៊ីងគឺសោកស្ដាយគឺបានតែ2នាទីទេគឺសមាជិកបានតែ1ផ្លេតទេគឺកីឡាករកែសុភ័យរបស់យើងមកពីក្រុមខ្ញុំពេញក្រោយបាទគឺតាមស្មើក្រុមកម្ពុជាបាទគឺសុទ្ធបានល្អមែនតើបាទគឺអស់មុខដល់បាទរូបភាពហ្នឹងគឺនៅតែចាំនៅនឹងលេខហ្នឹងឯងមានបងប្អូនយើងតាមបណ្ដាញសង្គម Facebook គាត់មេសេចមកសួរខ្ញុំថាបើកម្ពុជាឈ្នះប្រកួតនេះហើយនៅទឹកដីកម្ពុជាតើបានលេង AFC Asian Cup ឬក៏មិនគឺគាត់ឆ្ងល់បាទអញ្ចឹងគឺសូមជម្រាបសាដើមឡើងវិញថាបាទបើសិនជាឈ្នះការប្រកួតទាំងពីរជើងនេះហើយគឺយើងអត់ទាន់បានទៅអារ៉ាប់រួមទេបាទគឺយើងត្រូវចាប់ចូលជាពូលបន្តទៀតដើម្បីជំរុះដោយការយើងជំរុះ World Cup ប្រមាណប្រកួតជាមួយជប៉ុនអញ្ចឹងបាទគឺយើងចាប់ទៅជាពូលបន្តទៀតហើយពូក្រុមដែលត្រូវនៅវគ្គនោះកំពុងតែអង្គុយរងចាំចាប់ពូនោះគឺមានមកដល់នេះ15ក្រុមបាទកំពុងរងចាំស្រាប់បាទមានដូចជាវៀតណាមហ្សុកដង់ហុងកុងហ្គាមបារ៉ែនអាហ្វហ្គានីស្ថាននេះគឺកំពុងតែរងចាំនៅក្នុងនោះហើយរងចាំការប្រកួត play off ហើយបាទគេចាប់ពូថាទៅពូណាខ្លះ
បាទអញ្ចឹងយើងអត់តតែដល់អារ៉ាប់រួមឡើយទេបាទទស្សនិកជនបាទអញ្ចឹងឆ្លងកាត់ការប្រកួតនេះហើយយើងចូលពូសិនបាទនេះជាការប្រកួតជំរុះជុំដំបូងហើយយើងតែថាជុំបឋមហ្នឹងហើយឱកាសសុទ្ធជួយវិញទៅហើយបាទអូហូបាទគឺសុទ្ធមួយជើងបាទយ៉ាងល្អបាញ់មិញនេះបាទគឺស៊ីនាទីអាចជួយបានទេមែនបាទគឺកីឡាករឈីងពូលៀងបាទឈីងពូលៀងបាទគឺសុទ្ធមកបានគឺការថាបរាជចិត្តដល់ហើយបាទគឺសុទ្ធមកតែចាំទីបាទសុទ្ធទីរបស់យើងគឺមិនអាចជួយបានទេបាទនាទីទី22បាទទស្សនារូបភាពឡើងវិញបាទគឺការតាមមកបាញ់មិញពីហុងភេងប៉ុន្តែនៅតែអាចសុទ្ធបានបាទគឺអស់មុំដល់ហើយបាទសូយទីនៅតែមិនអាចជួយបានទេបាទគឺលទ្ធផល2-1បាទគាត់ទាញមកគឺទាញសុទ្ធតាមមែនតើគឺមកពេញមកកំហឹងបាទនៅលើប្រអប់ព្រោះឆ្នាំគឺមិនឆ្ងាយប្រហែលទេបាទមួយជើងនេះគឺបំផោសម្ដេចទីក្រុងកម្ពុជាជាថ្មីម្ដងទៀតគឺ Chinese Taipei បាទគឺលទ្ធផលនៅមុខបន្តសន2-1បាទទស្សនារូបភាពឡើងវិញនៅបនតិចបាទបាទគឺនៅចំពេកបាទគឺនៅកណ្ដាលពេកបាទគឺពិបាកហើយបាទ2-1ទៅហើយមកសម្រាប់ក្រុម Chinese Taipei មកទៅលើក្រុមកម្ពុជាសាជាថ្មី在前一个系列赛对到的对手នាទីទី22ហើយនៅពេលនេះបាទច្រឹងពលរដ្ឋបញ្ជូនមកទ្រីចន្ទថាមានចាក់ទៅស្លាប់ខាងស្ដាំបាទមិនចោលចេញក្រៅបាត់ទៅហើយបាទបាទទុះទៅក្រុមម្ចាស់ផ្ទះ Chinese Taipei现在我们遇到的这一个柬埔寨呢，其实世界排名បាទសូមជម្រាបជូនតែជនថាបើសិនជាចាញ់ការប្រកួតនេះគឺយើងអត់ទាន់ឱកាសទេបាទគឺយើងនៅសល់មកប្រកួតទៀតបាទនៅក្នុងទឹកដីកម្ពុជាវិញបាទបើសិនជាលទ្ធផល2-1នេះចប់មែនគឺបើសិនជាមកទឹកដីយើងឈ្នះ 1-0 មានន័យថាយើងឡើងហើយបាទមិនទាន់អ្វីទេមិនទាន់អស់សង្ឃឹមសម្រាប់បងប្អូនដែលគ្រប់គ្រងបាល់ទាត់កម្ពុជាគឺយើងនៅសល់ការប្រកួតជើងទី2នៅកម្ពុជារបស់យើងហើយក៏យើងសង្ឃឹមថានៅថ្ងៃនេះគឺនឹងជួបជុំមហាគ្រួសារខ្មែរគឺគ្រប់គ្រងអូហូទេណាបាទច្រើនហើយបាទគេថានៅឯ Chinese Taipei គឺមិនសូវច្រើនទេមិនសូវច្រើនដូចបងប្អូនយើងគ្រប់គ្រងកម្ពុជាទេ对方的排了5个位置，បាទអរគុណដល់ទឹកក្រូចមេខូសាជាថ្មីគឺជាទឹកក្រូចសុខភាពសំឡើងពីស្រូវសាឡៃយ៉ាងសិនក្រូចខ្លងទឹកខាធម្មជាតិពិតៗមានវីតាមីន B1 B2 និងវីតាមីន C គ្មានលេខពណ៌ទេបាទហើយគ្មានជាតិកាហ្វេអ៊ីនមានអាស៊ីតគ្មានជាតិគីមីទឹកក្រូចមេខូជាអ្នកបំពេញសុខភាពរបស់លោកអ្នកអរគុណដល់ទឹកផ្លែឈើអូឡាតេមួយកំប៉ុងស្មើនឹងទឹកដោះគោស្រស់កែវអូឡាតេជាភេសជ្ជៈនៃសម្រាប់នឹងសុខភាពអរគុណផងដែរទៅដល់ពុករីស្វេតភេសជ្ជៈអ៊ីយ៉ុងល្អជាងគេបំផុតនៅប្រទេសជប៉ុនបាទនឹងជាភេសជ្ជៈបំពេញជាតិទឹកក្នុងរាងកាយឆាប់រហ័សជាងគេពុករីស្វេតផ្ដល់នូវសុខភាពល្អជាមួយនឹងអ៊ីយ៉ុងបាទយ៉ាងម៉េចទៅហើយបាទដួលបាទទៅហើយបាទ free kick បាទនៅចំណុចនេះគឺរៀងឆ្ងាយតិចមែនបាទតែក៏អាចបង្កគ្រោះថ្នាក់ដែរបាទសម្រាប់ក្រុម Chinese Taipei បាទបញ្ជូនចាក់ទៅស្លាប់ខាងស្ដាំវិញ已经是在台湾啊，已经在高雄កំពុងរកគ្នាបាទឈិនឈឿនម្នាក់ឯងមានអ្នកបញ្ជូនមានអ្នកជួយហែកបាទហុងភេងបញ្ជូនមក$10សុកសវណ្ណកដាលមានទ្រីចន្ទថាប៊ីនអត់ទេបញ្ជូនទៅច្រឹងពលរដ្ឋបាទសុកសុវណ្ណាចន្ទថាប៊ីនបាទចេញក្រៅបោះទឺមកសម្រាប់ក្រុមជម្រើសជាតិកម្ពុជា我们会被淘汰哇这个បាទយ៉ាងម៉េចហើយបាល់មកបាល់មិញចំមុខ规则上的这个បាទលីងឈៀងលុនបាទគឺបំរើប្រយុទ្ធបាទលីងឈៀងលុន能够在客场进球是非常宝贵的បាទបោះទូ对បាទពីបាទរੂសំអឿនបញ្ជូនមកសុកសុវណ្ណាអត់មកហើយប៉ះជាមួយលោកអាញាកដាលបាទបន្តទៀតបាទជាប់ជើងវិញឈៀនហៅ印度籍的裁判ចាក់ទៅលេខ10ឈេងលុន担任执法的工作បាទកំពុងរកកន្លែងបញ្ជូនមកក្រុម Chinese Taipei បន្ទាប់ពីនាំមុខ1 2-1ហើយបាទចាប់ផ្ដើមលេង1-1អត់បខំបុកទេបាទយ៉ាងណាហើយបាទចេញក្រៅបាត់ទៅហើយបាទលេខ5នេះគឺកីឡាករយ៉ាគីយេនតាវីយ៉ូបាទឃើញមុខចិត្តគាត់បាញ់មិនដូចជាកូនកាត់មែនភ្នែកធំបាទបោះទៅសុកសុវណ្ណាហុងភេងហុងភេងមក$10ទ្រីចន្ទថាប៊ីនមកច្រឹងពលរដ្ឋបាទសំទោសសុកសវណ្ណ应该要回溯到是សុកសវណ្ណបញ្ជូនមកកន្លែងនេះល្អមែនតើបាទល្អមែនតើ2នាក់មិនទាន់ទៅណាឆ្ងាយទេអូហូបាទរបូតបាល់ទៅហើយឃ្លីបាល់ពីខ្សែការពារបើថាឃើញច័ន្ទវឌ្ឍនាការកំពុងតែមានសន្ទុះបោះទូមកសម្រាប់ក្រុមកម្ពុជាពីរੂសំអឿនបាទទ្រីចន្ទថាប៊ីនទ្រីចុចចូលកដាបាល់ទីពេកបាទមិនទាន់ទៅណាឆ្ងាយទេសុកសវណ្ណបញ្ជូនបាទសុកសវណ្ណាបញ្ជូនឡើងបាទឱកាសវិបកសម្រាប់ក្រុម Chinese Taipei
បាទលឿនមែនតើបាទកីឡាករលេខ12ហើយឈិនហាវចាក់មកខាងស្ដាំនេះអត់អកជើទេបាទឱកាសទៀតហើយស្កាត់ចូលកណ្ដាលតែដឹកខ្សែការពារកម្ពុជាបាទឈឿនបាទឈឿនលេងលឿនមកដល់ច្រឹងពលរដ្ឋដើម្បីវាយបោះវិញច័ន្ទវឌ្ឍនាការកំពុងគ្រប់គ្រងបាល់ហើយឥឡូវនេះទៅឲ្យកណ្ដាលមានកៅសុកផេងច័ន្ទវឌ្ឍនាការសុទ្ធខ្លួនឯងមួយជើងនេះអូហូបាទចំគោលដៅប៉ុន្តែអ្នកចាំទីបាទប៉ាន់វិនឈែបាទជួយសង្គ្រោះបាល់បានបាទស្រាលបន្តិចបាទស្រាលវឌ្ឍនាការបែបនេះគឺមិនចំប្រអប់ជើងស្រួលទេបាទមិនឆាបន្តិចបាទបើតាមបង្ខំខ្សែការពាររត់ចូលមកហើយបាទគឺនៅតែបន្តរក្សាលទ្ធផល2-1អាឡងមកដោយក្រុម Chinese Taipei នៅឡើយហើយក៏យើងសូមអរគុណផងដែរដល់ដៃគូសហការផ្សាយបន្តរបស់យើងគឺទឹកផ្លែឈើអូឡាតេបាទគឺអូឡាតេមួយកំប៉ុងស្មើនឹងទៅដល់គោស្រស់មួយកែវអូឡាតេពេជ្រនៃសម្រស់ហើយនិងសុខភាពហើយយើងអរគុណដល់ពេជ្របើកម្លាំង Zeus បញ្ញាចូលរួមលើកស្ទួយគ្រប់វិស័យកីឡាជាតិ Zeus នៅយកទឹកប្រាក់50រៀលក្នុងមួយកំប៉ុងឧបត្ថម្ភដល់ក្រុមកីឡាជាតិលើកស្ទួយវិស័យកីឡាជាតិពិសា Zeus លើកស្ទួយវិស័យកីឡាជាតិ Zeus កម្លាំងនៃភាពជោគជ័យ在今天又获得了先发的机会。បាទបន្តគឺកំពុងតែគ្រប់គ្រងដោយក្រុម Chinese Taipei បាទគឺលទ្ធផល2-1បាទអ្នកចាំទីបាទបញ្ជូនបាល់វែងប៉ុន្តែមិនផុតពីខ្សែការពារបាទពីសោកសវណ្ណទេហើយយ៉ាស់ប្រាបច្ចេកទេសល្អមែនតើបាទគឺបាទកីឡាករលេខ11បាទគឺវូឈិនបាទកោដៅទៅហើយបាទគឺការសុទ្ធមិញបាទ28នាទីបាទគឺមិនទាន់ប្រែប្រួលទេបន្ទាប់ពីការសុទ្ធមកមុខជាថ្មីបាទដោយកីឡាករជីងព្រលៀងសូយ៉ាទីបាទចាំទីបាទថ្ងៃនេះជំរឿនទី1របស់លោកលីទេហ៊ុន对而且中华队现在看起来球员也是蛮有自信心的那前面提到我们的守门员其实在之前ចាំទីបាទថ្ងៃនេះគឺជំរឿនទី1ហើយជំរឿនមើលបាទតើអាចមានការផ្លាស់ប្ដូរប្រព័ន្ធលេងយ៉ាងណាទៀតសម្រាប់ក្រុមកម្ពុជារបស់យើងជាប់ជើងខាងកម្ពុជាឈូស្លាយបាល់បានបាត់ទៅហើយបាទគឺបន្តទៀតបាទវាយកាត់លឿនមែនតើមិនទាន់បាទដួលខ្លួនឯងបន្តបញ្ជូនមកឲ្យសុកសវណ្ណសុកសវណ្ណរុំទៅឲ្យបាទធីរីចថាប៊ីនមកពីក្រុមភ្នំពេញក្រោនជាមួយនឹងកៅសុភេងហើយកៅសុកសាឡាមួយទៀតតែនៅមិនទាន់បានចាំទេនឹងក្រៅជាអ្នកចាំទីបំរុងដៃទី3បញ្ជូនទៅអមែនតើមកស្លាយទប់តាន់បាទគឺចង្វាក់មិញ就看着3名的守门员呢，包括今天先ប៊ីសនឹងសំណាងទៅហើយបាទអស់មកមិញគឺបាល់ដៃបាល់បោះទោសបាទសម្រាប់ក្រុមកម្ពុជាគឺវឌ្ឍនាការវាយកែងឲ្យមួយប៉ុន្តែខ្សែការពារដឹងមុនបាទគឺទៅយកទៅហើយបាល់ចេញក្រៅបន្តទៀតបាទនេះជារូបភាពសម្រាប់បងប្អូនទស្សនិកជនដែលកំពុងតែទស្សនានៅឯប្រភពច្រើនមែនទែនបាទទស្សនាតាម LED របស់ទូរទស្សន៍បាយ័នបាទគឺកំពុងតែទស្សនានេះផ្ទាល់គឺច្រើនមែនទែនបាទគឺបងប្អូនយើងគឺសំណូមពរហើយចឹងគាត់ទៅមើលហើយបាទក៏អរគុណបងប្អូនដែលបានចូលរួមច្រើនថ្ងៃនេះបាទហើយយើងបន្តរូបភាពទៀតកំពុងតែក្រុមកម្ពុជាយើងគឺកំពុងតែគ្រប់គ្រងបាល់បាទគឺបានល្អមែនទែនគឺប្រហែលនាទី2នាទីចុងក្រោយនេះបាទគឺកំពុងតែអាចចង់តាមស្មើធីរីបាញ់មួយជើងឆ្វេងបាទគឺមិនគ្រោះថ្នាក់ទេបាទចាំទីក៏ឡើងមកដល់ដែរបាទគឺមិនបញ្ហាគឺសុទ្ធពីចម្ងាយបាទគឺបើគេថាសុទ្ធលេងណាបាទសុទ្ធប្រឡំមែនចូលសុទ្ធលេងចូលយកបាទអ្នកចាំទីដៃទី1របស់ក្រុម Chinese Taipei គឺប៉ាន់វិនឈែបាទវ័យ23ឆ្នាំបាទបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ Chinese Taipei ថ្ងៃនេះគឺជាលើកទី4បច្ចុប្បន្នលេងនៅក្លឹបបាល់ទាត់តាតុង FC តាតុង FC ជាក្លឹបបាល់ទាត់នៅក្នុង Chinese Taipei ស្រាប់បាទហើយបន្តទៀតកំពុងគ្រប់គ្រងបាល់ដល់ក្រុម Chinese Taipei បាទជាប់ជើងកីឡាករ Chen Chao An ប៉ុន្តែមកដល់កីឡាករលេខ5វិញតាវីយ៉ូយ៉ាងតាវីយ៉ូចុចចូលកដាលឥឡូវអ្នកជំនាញសុទ្ធមកហើយអត់អីទេកំពុងលេងនៅតំបន់គ្រោះថ្នាក់បាទជាយាមយកពីក្រោយប៉ុន្តែមិនទាន់ទៅណាឆ្ងាយទេបាទច្រឹងពលរដ្ឋកំពុងកលេចមួយឆ្វេងស្ដាំសិនអត់ទាន់ហ៊ានបញ្ជូនខ្លាច់ខូចបាល់វឌ្ឍនាការបាទប្រវត្តិខ្លួនបញ្ជូនមកជូនមកខាងឆ្វេងនេះល្អមែនតើកៅសុភេង1ទល់នឹង1កៅសុភេងល្អណាស់កន្លែងនេះកៅសុភេងរីបាល់2ទល់នឹង2វឌ្ឍនាការ
chân chưa mình chôn đời lo mình đền ô hối là pi sao mà bong bóng dương sập bay lên khám mà ô bà cứ con ca nghe dưới con sập bay đừng cái gì này con đi đây bà cứ sống từ sao bà ca sa ca này bà cứ nhận đánh sai cà phê đo tập pi nè mùi trơn và lóc chót đây nè trăm ti vay chi nè mà trơn cho vay đi ô hối bà chân chươn bà ô hối bà cứ chân đó ngay chơi vâng bà cứ hề ngay chân chươn ô sống từ sao bà cứ chân chươn bà cứ bóng bóng sạch như là chân chươn cứ sập bay chân stơ đi bà cứ ở mấy cứ ca sa ca này đó là bay lúc tớp sầm rạch cho bị bàn bà sống từ sao bà cứ lấy tam sama chuyện hôm nay mà đón tí rồi chân crop cái đấy căn ta chấm đây nhau bà pi crop ấy chân nó tức đấy Campuchia mùi smart có dương lại này chân ngọc chun sông smart có dương láng bà mùi smart có dương láng này về tức đấy Campuchia bà đi bắt đầu son tết nhà sạch dấn cầm bông tẹp pi smart này bà lấyនេះគឺតាម smart ជាលើកទី 2 មកចាំផ្ទះសុទ្ធនាំមុខកម្ពុជាសុទ្ធតាម smart អូបាទល្អមែនតើមកថ្ងៃនេះគឺការប្រកួតគឺមិនគិតថាសុទ្ធគ្រប់ច្រើនបែបនេះទេបាទហើយឆាននេះតែក៏មិនអន់ដែរបាទគឺមកមួយគឺមានប្រសិទ្ធភាពរហូតព្រោះថាធ្លាប់ចាញ់កម្ពុជាឯកាលពីឆ្នាំ2014បាទនៅទឹកដី Chinese Taipei នៅកន្លែងហ្នឹងដដែលហ្នឹងបាទច័ន្ទវឌ្ឍនាការបាទគាត់2គ្រាប់ម្នាក់ឯងចុងមកបាទឲ្យកម្ពុជាឈ្នះ 2-0 បាទគឺអ្វីមួយបាទគឺបាទកន្លែងដាក់ថាថា节目在最终地混的那一场国际អោការបាទគឺទៅរួចបាត់ជាមួយនឹងសុខសវណ្ណ在可以说在当地呢，足球看足球的风气也是非常的盛。所以中华队今天在这主场，我们看到现场可能是数千人的一个阵仗。如果到时候是客场，那面对那么大的一个气势，对，这本来是一个考验。当然，我觉得中华队在去年的一个历练，我们曾经是在15万人啊的一个曼谷的主场可以进场，现在感觉上大家越来越有信心。但是同样的，并不表示说我们在主场的比赛在防守上面就可以比较有信心。ឥឡូវបើជ្រុងបាទសម្រាប់ក្រុម Chinese Taipei បាទគឺបាទកីឡាករខ្សែបម្រើប្រជាជនបាទលីងជាងលុនបាទញ៉ាំកដាជនជាតិឥណ្ឌាបាទគឺនេះ进去因为卡位បាទឥណ្ឌា14បាទហើយជាងលុនបាទសញ្ញោដៃលើទៅហើយបើជ្រុងបាទទៅហើយប៉ុន្តែលើកមកកំពុងនេះមួយជើងឬយ៉ាងណាអត់តន់ទេសុទ្ធកោប៉ះខ្សែកាអូមិនខ្សែកាពីណាប៉ះ双方还是 Taipei ដដែលហ្នឹងបាទបាទអូបាទអីយ៉ាមិនសូយ៉ាទីបាទអូអត់ពីណីទេបាទ到现在បាទពីណីខាងលើណាទេបាទគឺអញ្ចឹងបាទគឺមិនក៏មិនចាំបាទបន្តទៀតបាទកំពុងតែស្មើគ្នា2ទៅនឹង2ហើយបាទមួយពីក្ររបស់កម្ពុជាដោយកែសុភ័យហើយនឹងឈិនឈឿនខ្សែប្រយុទ្ធរបស់ក្រុមក្នុងពេញក្រោយមួយហើយនឹងក្រសួងការពារជាតិមួយបាទសូយ៉ាទីថ្ងៃនេះរបូត2គ្រាប់ដែរបាទគ្រាប់ទី1គឺ reflect បាទ reflect បន្តិចជាមួយនឹងមិត្តរួមក្រុមដែលជារបាំងការពារបាទហើយគ្រាប់ទី2នេះគឺសុទ្ធគេថាសុទ្ធមកជាមួយនឹងហុងភេងអញ្ចឹងគឺប្របាក់នឹងចាប់យើងថាប្របាក់នឹងចាប់មែនបាទគឺឲ្យនៅនឹងគៀកតែម្ដងបាទគាត់ថាបើសុទ្ធបែបហ្នឹងគឺនៅតំបន់អឺរ៉ុបគេច្រើនហើយបាទធ្វើបានច្រើននេះហើយបាទឥឡូវយ៉ាងម៉េចហើយពីនៃក្រុមកម្ពុជាបាទកាតកីឡាករណប់ដុល្លារបាត់ទៅហើយកាតលឿងបាទចាំមើលកន្លែងនេះបាទគាត់ចាប់ល្អមែនតើទាញបាទសិនជាមិនទាញទេបាទកីឡាករឈីងប៉ូឡាំងហ្នឹងបាទចូលទៅទៀតហ្នឹងប្រកាសជាគ្រោះថ្នាក់ទៀតហើយអញ្ចឹងបដូរហើយបដូរហើយបាទទោះមិនកាតយ៉ាងណាក៏ត្រូវតែបដូរបាទថាបាទបានថាកាតលឿងឯងសំខាន់កុំឲ្យគេសុទ្ធបញ្ចូលទីបាទធ្វើយ៉ាងណាក៏ដីគឺតំបន់គ្រោះថ្នាក់គឺមិនអាចចូលបានស្រួលទេឥឡូវបាទគឺកីឡាករលេខ12បាទត្រៀមហើយបាទត្រៀមសិទ្ធិបាទ free kick ហើយបាទគឺកីឡាករលេខ12បាទ Wing Ching Hao អធិស្ឋានបងប្អូនបើសិនជាអានខុសបាទគឺខ្ញុំបាទចេះចិនទេបាទហើយបើចេញខ្ចប់ចិនតិចតួចហ្នឹងឥឡូវបាទ free kick បាទរបាំងការពារមានកែសុភេងមានសុសស៊ូហាណាហើយនិងច្រឹងពលរដ្ឋបាទគឺឥឡូវបាទ free kickបាទអានេះមុំធំមែនតើបាទគឺសូយ៉ាទីបាទផ្ដល់ក្តីសង្ឃឹមទៅសូយ៉ាទីហើយនាទីទី35បញ្ញាកដាជនជាតិឥណ្ឌាបាទគឺលោក5ចៅបាទគឺកំពុងតែស្រួលកីឡាករបន្តិច free kick ទៅហើយអត់អីទេបាទជើងឆ្វេងទៀតបាទកីឡាករលេខ12ដដែលបាទគឺ Wing Ching Hao បាទ Ching Hao នេះបាទគឺសុទ្ធ free kick នេះ reflect មកម្ដងទៀតបាទជើងទៀតបាទគឺគ្រោះថ្នាក់ណាស់បាទគឺមិនងាយស្រួលទេបាទសម្រាប់ក្រុមជប់នឹង Chinese Taipei ហ្នឹងអត់ដូចទូកទីមាត់ទេបាទហើយមើលទៅដូចពិបាកអត់ដូចការឈ្នះកាលមុន 2-0 បាទឥឡូវគឺថាគេក៏ហាត់យើងក៏ហាត់បាទហើយគឺដើរទៅមុខទាំងអស់គ្នាបាទមិនមែនតែដើរទៅយើងទេណាបាទ
បាទអញ្ចឹង ប៉ុន្តែសម្រាប់អ្នកគ្រប់គ្រងយើងដើរទៅមុខច្រើនដើរលឿនជាងគេជាងឯងបាទអ្នកគ្រប់គ្រងបើសិនជាប្រៀបធៀបមកកម្ពុជាវិញពេញបាត់តាំងពីម៉ោង 4 ទេណាបាទអូមែនមកឃើញកន្លែងអង្គុយច្បាស់ចាស់ចឹងបាទរូបភាពភាសាទៀតបាននៅឯរូបកលាឋានជាតិបាទកំពុងតែសប្បាយរីករាយមែនចំណានបងប្អូនដែរបាទបានទៅទស្សនាអញ្ចឹងមួយពួកគាត់បាទសប្បាយមែនតើបាទជួបជុំគ្នាទស្សនាបាទពីគិកភាសាទៀតសិនបាទកន្លែងនេះបាទប៊ីទៅហើយបាទអីបាទសុទ្ធ free kick ក៏មានឱកាសមកទីបោនថែមមួយជើងទៀតបាទសុទ្ធតែគឺកីឡាករសំខាន់ហើយបាទសម្រាប់ក្រុមឆ្នាំនេះបាទមានលេខ11 12ហើយ17បាទ17ដែលសុទ្ធគ្រាប់ទី2ដែលនៅមុខក្រុមកម្ពុជាបាទឥឡូវយើងស្មើហើយឥឡូវកំពុងតែសង្កត់បន្តទៀតបាទសម្រាប់ក្រុម Chinese Taipei បាទគឺនៅតែបង្កការគ្រោះថ្នាក់សម្រាប់ក្រុមកម្ពុជាអូយបាទនៅសសុកសវណ្ណបាទគឺដាច់មកក្បាលវិញបាទផ្សេងនេះគ្រោះថ្នាក់ទៀតបាទធីរីបញ្ជូនបន្តឲ្យបាញ់ដុំដុល្លារបាទការសុភ័យចុះមកក្រោមជួយទៅមនុស្សអីយ៉ាប៉ះឡើងឈិនធឿនបាទនេះហើយបាទគឺបរោះមានតូចប៉ុន្តែរត់លឿនឆាលី125ហើយបងប្អូនយើងដាក់ថាសលៀមទេបាទមិនខ្ញុំចេះតែហ៊ានដាក់ទេមិនចេះតែនិយាយទេពីច្រើនគាត់នៅក្នុងបណ្ដាញសង្គមដាក់ថាបងគឺគាត់រត់លឿនពេកបាទរត់លឿនពេកអញ្ចឹងគាត់ដាក់ថាឆាលីតែព្រោះឆាលីផ្សេងលឿនប៉ុន្តែដល់ពេលដាក់ជឿនជឿនលឿនបាទឥឡូវឆាលីឃើញទៀតបាទឥឡូវពិបាករកបាទសម្បូរធូដេបាទធូដេ125ដូរឈ្មោះវិញបាទឥឡូវតទៀតបាទជាប់ជើងក្រុមកម្ពុជាបាទសុសស៊ូហាណាបាទយ៉ាងម៉េចអាញាក្តារពីនៃទៅហើយបាទ free kick បានទៅក្រុមជម្រើសជាតិកម្ពុជាបាទកែសុភ័យនេះហើយបានមកគ្រាប់ដែរបាទថាតាមស្មើលើកទី1បន្ទាប់ពី free kick របស់ក្រុម Chinese Taipei នៅមុខដំបូងបាទសូមសរសើរបាទកីឡាករកែសុភ័យគឺញាក់ដាច់បាទកីឡាករហៅវៃមិនបាទគឺហៅវៃមិនគឺតាមគៀកជាមួយកែសុភ័យមកតែដល់ពេលងាកកែសុភ័យងាកកលែងចកែបន្តិចដាច់អូយបាទគ្រាប់តែមកកើតដល់គឺកែសុភ័យហើយបាទនេះកន្លែងកំហុសមិញបាទប្រិមត្តទេសជនការផ្សាយបន្តផ្ទាល់ពី Chinese Taipei នេះផងដែរបានទទួលការឧបត្ថម្ភពីទឹកក្រូច Mekol ជាទឹកក្រូចសុខភាពផ្សំពីស្រូវសាលីយិនសិនក្រូចថ្លុងនិងទឹករ៉ែធម្មជាតិពិតៗមានវីតាមីន B1 B2 និងវីតាមីន C គ្មានលីពណ៌គ្មានជាតិកាហ្វេអ៊ីនគ្មានជាតិអាស៊ីតគ្មានជាតិគីមីឡើយទឹកក្រូច Mekol ជាអ្នកបំពេញសុខភាពរបស់លោកអ្នកបាទយើងអរគុណទៅដល់ទឹកឡាជេអូឡាតេមួយកំប៉ុងស្មើនឹងទឹកដោះគោស្រស់មួយកែអូឡាតេភេសជ្ជៈនៃសម្រស់និងសុខភាពបាទបានទាំងសម្រស់បានទាំងសុខភាពគឺពិសាអូឡាតេបាទដាក់អូឡាតេជ្រះកំពុងកហ្នឹងបានកម្លាំងព្រឹងហើយយើងអរគុណដល់ពួកការរីស្វេតបាទភេសជ្ជៈអ៊ីយ៉ុងដែលល្អជាងគេបំផុតនៅប្រទេសជប៉ុនពួកការរីស្វេតភេសជ្ជៈផ្ដល់អ៊ីយ៉ុងដើម្បីពេញចិត្តក្នុងនៃការបានយ៉ាងឆាប់រហ័សជាងគេពួកការរីស្វេតផ្ដល់នូវសុខភាពល្អជាមួយនឹងអ៊ីយ៉ុងហើយយើងអរគុណដល់ភេសជ្ជៈបើកម្លាំង ZUS បញ្ញាចូលរួមលើស្ទួយវិស័យកីឡាជាតិគឺគ្រប់វិស័យកីឡាជាតិគឺ ZUS និង ZUS ជួយទឹកប្រាក់50រៀលក្នុងមួយកំប៉ុងឧបត្ថម្ភដល់ក្រុមកីឡាជាតិលើស្ទួយវិស័យកីឡាជាតិពិសា ZUS លើស្ទួយវិស័យកីឡាជាតិ ZUS កម្លាំងនៃភាពជោគជ័យបន្តការប្រកួតគឺបាទគឺសូយ៉ាទីបាទគឺនាទីទី39បាទគឺសល់រយៈពេល6នាទីទៀតសម្រាប់ការប្រកួតវគ្គទី1បាទដូចជារហ័សមែនតើបាទភ្លេចខ្លួនគឺជិតចប់វគ្គទី1ទៀតហើយបាទលទ្ធផលនេះក៏គួរសមដែរហើយបាទលទ្ធផល2-2គឺច្រើនណាស់បាទបើសិនជាយើងនិយាយភាសាគេហៅថា over ទៅហើយគឺលើសច្រើនគ្រាប់ទៅហើយតែលទ្ធផលនៅតែស្មើគ្នាទេមិនទាន់មានហេតុការណ៍នោះថ្មីម្ដងទៀតទេហើយក្រុមកម្ពុជាតែងតែតាមពីក្រោយយកស្មើវិញបាទគឺទោះបីក្រុម Chinese Taipei បាទគឺនាំមុខយ៉ាងណាក្តីបញ្ជូនមកលេខ5បាទកីឡាករ Yen Tavio បញ្ជូនបន្តទៅលេខ12បាទកីឡាករ Wen Chenghao បាទគឺចង្វាក់លេងរបស់ក្រុម Chinese Taipei គឺបាទគឺបើបញ្ជូនពីអ្នកចាំទីមកបាទគឺយកមិនបានទេបាទគឺ Yen Tavio អូបាទកូនកាត់ហើយមកមុខនេះបាទគឺកូនកាត់មិនថាកាត់ទៅអីនេះទេបាទកូនកាត់បាទគឺចិនកូនកាត់បាទគឺ Yen Tavio បាទលេខ5មកខ្សែការពារ3មិញបាទបញ្ជូនពីអ្នកចាំទីមកយកមិនបានបាទជ្រុញខាងលោកលីបាទលោកលីចេញមកហើយបាទគឺបន្ទាប់ពីស្មាបាទគឺហៅថាក្នុងនាមជាគ្រូបាទគឺតាមតឹងមែនតើបើសិនជានាំមុខឲ្យតាមស្មាគឺមានអារម្មណ៍ថាមិនស្រួលទេឥឡូវបន្តទៀតក្រុមកម្ពុជាកំពុងតែគ្រប់គ្រងបាល់បាទគឺបញ្ជូនបន្តបាទការសុភ័យលើកទៅហើយអូហូអវឌ្ឍនាការបាទបាញ់ប៊ីមានឱកាសបាទគឺខ្សែការពារគៀបជាប់បាទចូលទៅយកបាល់ពីឈឿនបាទតតបំបុកឥឡូវដួលទៅ2ប៉ះជាមួយនឹងលេខ14បាទកីឡាករលេខ14គឺកីឡាករ Chen Hao An បាទប៉ះជាមួយឈឿនលេខ17របស់ក្រុមកម្ពុជាបាទគឺប៉ះតង្កេតគ្នាមិនខ្មងប៉ះនឹងខ្មងឥឡូវបាទយ៉ាងម៉េចទៅហើយបាទគឺក្បាលជង្គង់បាទក្បាលជង្គង់ប៉ះនឹងក្បាលជង្គង់បាទគឺស្ទាបដូចគ្នាបាទទស្សនារូបភាពឡើងវិញការប៉ះតង្កេតបាទឈឿនគាត់ស្កាត់បាល់ហើយក៏កីឡាករលេខ14បាទកីឡាករឆៅអានបាទគាត់ចូលទៅទប់មិញបាទគឺរបួសទាំងពីរនេះឈឿនមិនទាន់ងាប់រួចដែរបាទ
បាទយើងមិនហើយបាទកីឡាករឈិនឈឿនមកយ៉ាងណាក៏ដោយមកសូមកុំឲ្យមានរបួសបើអីធ្ងន់ធ្ងរអីសោះ បាទព្រោះថាគាត់ចិត្តដល់ថ្ងៃគេហៅថាថ្ងៃកូនលោកផល្លាម50បាត់ណាបាទបាទចឹងគ្រាន់តែរបួសតិចតួចបាទខ្ញុំបាទភ័យជំនួសនេះបាទយើងភ័យដែរបាទសម្រាប់ក្រុមកម្ពុជាយើងបាទគឺសម្រាប់ការប្រកួតគឺយើងមិនចង់ឲ្យបាត់បង់អ្នកណាម្នាក់ទេបាទគឺចង់ឲ្យគេហៅថាទោះបីយ៉ាងណាក្តីបរាជ័យយ៉ាងណាក្តីគឺសូមឲ្យតែកុំឲ្យមានរបួសបាទគឺមិនបញ្ហាទេបាទក្រុមគ្រូហ្វេតគាត់លើកដៃលេខ1បាទបាញ់មិញអត់បញ្ហាបាទយើងឆ្ងល់រឿងស្អីយេនតាវីយ៉ូបាទឥឡូវគឺយេនតាវីយ៉ូនេះគឺគាត់កាត់អេស្ប៉ាញអូបាទកាត់អេស្ប៉ាញគាត់កាត់នៅPuerto del Rosario បាទនៅប្រទេសអេស្ប៉ាញបាទឈ្មោះគាត់ពេញថា Jackie Aitani Yentavio បាទចឹងគាត់កាត់ចិនបាទអូចឹងបាទគាត់ដល់ស្គិតមកលេងនៅចិនហ្នឹងណាបាទបាទគឺកូនកាត់ហើយបាទគឺកូនកាត់អេស្ប៉ាញកាត់ចាត់អេស្ប៉ាញបន្តគឺក្រុមកម្ពុជាបាទគឺទៅតន់ទេបាទបាទមិនតន់ទេបាទគឺចង្វាក់មិញនេះបាទគឺមានការរំខានដោយសារការពារបាទកីឡាករលីជាងលៀងបាទគឺមិញនេះគឺនាទីទី41បាទលើចូល42ទៅហើយបាទសល់3នាទីទៀតទេសម្រាប់ការប្រកួត45នាទីដំបូងនេះហើយក៏យើងអរគុណផងដែរបាទដល់ទឹកក្រូចមេកខូលបាទមេកខូលជាទឹកក្រូចសុខភាពសំឡើងពីស្រូវសលៃយិនសិនក្រូចថ្លុងនិងទឹករ៉ែធម្មជាតិពិតមានវីតាមីន B អ B និងវីតាមីន C ហើយគ្មានលីប៉ូគ្មានជាតិកាហ្វេអ៊ីនគ្មានជាតិអាស៊ីតមានជាតិគីមីទឹកក្រូចមេកខូលជាអ្នកបំពេញសុខភាពរបស់លោកអ្នកបាទបន្តការប្រកួតទៀតឥឡូវនេះ free kick របស់ក្រុមChinese Taipei បាទនៅរៀងឆ្ងាយទៀតហើយបាទប៉ុន្តែត្រូវប្រយ័ត្នព្រោះកីឡាករលេខ2បាទបកាយសុទ្ធណាបាទហួងវៃមីនគាត់សុទ្ធបានមកគ្រាប់បាញ់មិញនេះហើយបាទវៃបាទលេខឥឡូវឲ្យលេខ12សុទ្ធវិញបាទលេខ12គឺកីឡាករវិនឈិនហាវវ័យ22ឆ្នាំបាទលេងនៅក្លឹបបាល់ទាត់ Beijing Enterprise Groups បាទគាត់អត់សុទ្ធទេបាទគាត់លេងបាល់ខ្លីបាទបញ្ជូនទៅខាងឆ្វេងបាទកីឡាករលីជាលៀងជាឡើងបញ្ជូនចូលកណ្ដាលបាទបញ្ជូនមកឥឡូវអាកាសវិបករបស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករកែសុភេងកំពុងរកជំនួយបញ្ជូនល្អមែនទែនកន្លែងនេះសុសស៊ូហាណាបាទរំខានដោយខ្សែការពារបាល់ជ្រុងបាទបានបាល់ជ្រុងលើកដំបូងបាទសម្រាប់ក្រុមបាទកម្ពុជាបាទបាញ់មិញនេះឱកាសទៅហើយបាទនាទីចុងក្រោយបាទ2នាទីចុងក្រោយមកសម្រាប់ការប្រកួត45នាទីវគ្គទី1នេះឃើញថាបានបាល់ជ្រុងបាទសម្រាប់ក្រុមកម្ពុជាកីឡាករបាទ CV11 បាទច័ន្ទវឌ្ឍនាការបាទគឺរ៉ាប់រងនៅក្នុងការទាត់បាល់ចេញពីជ្រុងបាទមិនបាល់ជ្រុងទេគឺបាល់ទាត់ចេញពីជ្រុងបាទបាល់ជ្រុងបាទយើងនិយាយថាបាទជ្រុងនិយាយកាត់ណាបាទជ្រុងបាទបើសិនជាផ្លូវកាត់គឺបាល់ទាត់ចេញពីជ្រុងបាទទាត់ចេញពីជ្រុងវឌ្ឍនាការបាទគឺលើកទៅហើយបាទមានអតែទេអូហូមកក្បាលនេះបាទប៉ុន្តែអត់ចំល្អទេបាទគឺទល់ទៅលើទៅហើយបាទគឺចុងមកបើសិនជាមានឱកាសគឺល្អមែនតើបាទនាទី44 43 44នេះហើយការប្រកួតថៃមកមិនដឹងប្រហែលទេព្រោះថាសុទ្ធដល់ទៅ2គ្រាប់បាទគឺ4គ្រាប់បាទ4គ្រាប់bằngខាង2បាទគឺចាំទីក៏មានភារកិច្ចច្រើនដែរបាទកីឡាករបាទប៉ាន់ផាន់វេងឈីសបាទលោកចិនចាំហ្នឹងណាមុខចិនទៀតបាទឈ្មោះចិននេះមុខចិនទៀតបាទគឺចិត្តចាប់ទៅហើយសម្រាប់ការប្រកួតក្នុងវគ្គទី1របស់យើងនេះបាទ一定还有3个人កំពុងតែទាញជាមួយរស់សំអឿនបាទគឺនីកធីរីទាញពីក្រោយមកទៀតអយយ៉ាបាទទាញធីរីដួលវិញបាទលេខ9បាញ់មិញបាទគឺកីឡាករឆេងហាវ៉ៃបាទទាញជាមួយនឹងធីរីបាទគឺការប៉ះពីគ្នាហើយក៏ទាញមកទំហឹងដែរមិញឥឡូវកំពុងតែស្របសម្រួលដោយលោកប្រាមចាលបាទអាជ្ញាកណ្ដាលជនជាតិឥណ្ឌាបាទទាញហើយក៏ពាំងមកវិញមកទំហឹងអូថៃមកជើងបាទមកជង្គង់នេះអូហូបាទគឺកន្លែងនេះហើយដល់អាជ្ញាកណ្ដាលគាត់ពីណីបាទគឺបាទយ៉ាតតបាទពីណីបាទគឺពីណីហើយបាទហៅមកហើយបាទកាបលឿងអាមេហើយកាតលឿងជូនបាទជូនកាតលឿងខាង Chinese Taipei 1បាទគឺនេះលោកប្រាំចាលបាទគឺរៀងសង្ហាណាមកខ្ពស់ទៀតបាទគឺជនជាតិឥណ្ឌា因为其实我们刚បាទកាត់លឿងចុងម៉ោងហើយបាទ在柬埔寨的队长ហើយម៉ោង45ជាងបាទអត់ទាន់ឃើញដាក់ម៉ោងប្រហែលថែមបាទទស្សនាភាសាទៀតកន្លែងកំហុសបាទកន្លែងនេះបាទចិនថាមានគាត់ខុសបន្តិចបន្តិចហើយប៉ុន្តែគាត់ដួលហើយមិនគួរណាថែមមកជង្គង់ទៀតទេពីកីឡាករលេខ9បាទរូបភាពនេះគឺអាក្រក់មើលមែនតើបាទបើសិនជាយើងនិយាយថាជាអាក្រក់ណាស់ដោយសារតែការវិស័យបាល់ទាត់គឺមិនជិះឆ្ងាយពីអំពើហិង្សាបាទបាទឥឡូវគឺម៉ោងបន្ថែមហើយគឺអត់តច្បាស់ថាប្រហែលនាទីទេបាទឥឡូវកំពុងតែថែមមកលេខ9បាទទទួល
ទទួលបានការលឿងមកខ្ញុំអានជូនទៅម្ដងឈ្មោះថាឈិនហៅវៃអូចេះចិនទេបាទអានអង់គ្លេសទៅអានអង់គ្លេសបាទនេះចេះអីមួយម៉ាត់ហ្នឹងអូបាទនិយាយលេខសាច់ឥឡូវបើ free kick បាទគ្រូថ្នាក់ឲ្យចុងម៉ោងនេះបាទតែមិនសុទ្ធទេបាទគឺមិនជូនបាទគឺបន្តទៀតបាទគ្រូឲ្យទៅល្អមែនទែនបាទគឺអីយ៉ាបាទគឺទៅមិនរួចបាទប្រឡែងមកឲ្យសុយទីបាទកីឡាករសុខសវណ្ណបាទមកបន្ថែមអស់1នាទីបាទថែម1នាទីហើយឥឡូវមិនដឹងជាប្រហែលនាទីទេមកចប់បាទសុយទីកំពុងគ្រប់គ្រងបាល់សិនបាទទៅចប់ខ្ញុំបាទជឿថាចប់នៅពេលញ៉ាកណ្ដាលគាត់ផ្លុំកញ្ចាយបាទឥឡូវបញ្ជូនឡើងទៅលើហើយបាល់មិនទាន់ចេញទេកំពុងជាប់ជើងខ្សែការពាររបស់ក្រុម Chinese Taipei ទាត់ផ្ដាច់មួយជើងមកដល់កន្លែងនេះហុងផេងបាល់ចេញក្រៅទៅហើយបោះទូជាបន្តសម្រាប់ក្រុមជម្រើសជាតិកម្ពុជាញ៉ាកណ្ដាលក៏អត់ទាន់ឃើញកលេចមើលកញ្ចាយដែរបាទអត់ដឹងថែមប្រហែលនាទីទេបាទរត់ដល់គឺចេញរូបលេខថែមមើលមកលើនេះអត់មានបាទខាងបច្ចេកទេសយើង BTV រត់ដងលឿនអូបាទខាងបច្ចេកទេសយើងបាទលឿនណាស់បាទគឺមិនឲ្យបងប្អូនទៅរងចាំទេបាទអ្វីដែលបងប្អូនទៅរងចាំគឺគាត់ដឹងគាត់ដាក់មកផលិតបាទឥឡូវបន្តទៀតបាទ2នាទីម៉ោងថែមបានអស់ទៅហើយបាទគឺបាទប្រយ័ត្នប្រយែងបាទសម្រាប់ក្រុមទាំងពីរម៉ោងចុងម៉ោងនេះបាទគឺអាចនឹងគ្រប់សុំចូលទីបន្តចេញបាទគឺបានបោះទូបន្តសម្រាប់ក្រុម Chinese Taipei បាទគឺកាត់លឿនមួយទៅហើយបាទគឺចុងម៉ោងបាទដោយការមិនមែនកំហុសបច្ចេកទេសទេគឺជាការអំពើហិង្សាបន្តិចទៅហើយមិញគឺការទល់ជង្គង់បាទពីកីឡាករលេខ9មិញបាទគឺ Chen Hao-wei បាទបាល់ទុបោះទូគឺកីឡាករ Yen Tavio បាទគឺកូនកាត់ឲ្យស្បាញ់មិញនេះតែទម្លាក់ទៅក្រោយប៉ុន្តែអញ្ញាកណ្ដាលយ៉ាងម៉េចទៅហើយបាទមិនទាន់ផ្លុំកញ្ចែទេបាទមិនទាន់ផ្លុំកញ្ចែទេបាទគឺពីនៃបាទគឺបងប្អូនយើងគាត់ច្រឡំបាទជាស្រ័យផងបាទបាទអូចប់ទៅហើយបាទបាទប៉ុន្តែក្រាំងបច្ចេកទេសគាត់មិនទាន់ទម្លាក់មកបាទខ្ញុំបាក់មើលតាមទូទស្សន៍ដែរមិនដឹងបាទធម្មតាគឺយើងបើសិនជាមកអស់គឺចប់គឺមកគឺបានឈប់ទៅហើយបាទជាស្រ័យបើសិនជាមានខុសកំហុសខុសឆ្គងសម្រាប់ការប្រកួតផងដែរឥឡូវបញ្ចប់នៅក្នុងវគ្គទី1 45នាទីដំបូងនេះគឺលទ្ធផល2-2បាទគឺជាលទ្ធផលគាត់ប្រសើរហើយតែបងប្អូនប្រជាជនកម្ពុជាកំពុងតែទន្ទឹងរង់ចាំជូនពរពីចម្ងាយពីក្រុងភ្នំពេញទាំង25នាទីខែរបស់ក្រុមកម្ពុជាជូនពរសម្រាប់ក្រុមកម្ពុជាយើងគឺទទួលបានជ័យជំនះហើយជម្រាបជូនបងប្អូនថាចម្ងាយពីរាជធានីភ្នំពេញពីវត្តភ្នំបាទយើងចាប់ទៅកណ្ដាលនៅរាជធានីព្រះរាជាណាចក្រកម្ពុជារបស់យើងគឺមានប្រវែង2334គីឡូម៉ែត្រពីរាជធានីភ្នំពេញឆ្ពោះទៅកាន់កីឡដ្ឋាន housing បាទ housing បាទខ្ញុំឆ្ងាយណាស់ជាង2000គីឡូម៉ែត្របាទប្រិយមិត្តទូទាំងសេចក្ដីមុននឹងឈានដល់ការប្រកួតសម្រាប់វគ្គទី1និងរូបភាព highlight ពីកម្មវិធីសូមពេលវេលាសម្រាប់ជួបជាមួយនឹងម្ចាស់កម្មវិធីទឹកក្រូចមេឃូលជាទឹកក្រូចសុខភាពផ្សំឡើងពីស្រូវសាលីយិនសិនក្រូចថ្លុងនិងទឹករ៉ែធម្មជាតិពិតមានវីតាមីន B អង B12 និងវីតាមីន C គ្មានលាយពណ៌គ្មានលាយជាតិកាហ្វេអ៊ីនគ្មានជាតិអាស៊ីតគ្មានជាតិគីមីទឹកក្រូចមេឃូលជាអ្នកបំពេញសុខភាពរបស់លោកអ្នកប៉ូការីស្ពេតភេសជ្ជៈអ៊ីយ៉ុងដែលល្អជាងគេបំផុតនៅប្រទេសជប៉ុនប៉ូការីស្ពេតភេសជ្ជៈផ្ដល់អ៊ីយ៉ុងនិងបំពេញជាតិទឹកក្នុងរាងកាយបានឆាប់រហ័សជាងគេប៉ូការីស្ពេតផ្ដល់ហើយប៉ុន្តែបាក់លូកតទៅដល់បាទពីកីឡាករយេនថាវីយ៉ូគាត់ដេញតាមមែនតើនេះជាឱកាសតែមកគឺល្អមែនតើមកមួយទៅមួយជាមួយនឹងអ្នកចាំទីបាទ free ទៅហើយបាទកីឡាករ Wu Chunqing បាទគឺមកឲ្យឡង់នេះគឺមកក្បាលពេញតែម្ដងបើសិនជាចូលគឺចប់ហើយបាទគឺពេលហ្នឹងគឺលទ្ធផលនឹងប្រែប្រួលទៀតហើយបាទការបន្តទៀតបាទសម្រាប់ក្រុម Chinese Taipei បាទគឺការសុទ្ធនេះគឺខុសគោលដៅបាទសុយទីក៏អត់ចាប់ដែរបាទដដែលបាទកីឡាករ Wu Chunqing បាទគឺគាត់មានឱកាស2ដងមុនគ្រាប់ទី2របស់គាត់បាទកន្លែងនេះហើយបាទការសុទ្ធបាទគឺនៅលើដំបូលទូកបាទគឺមួយជើងនេះបាទសុយទីមិនអាចចាប់បានទេបាទគឺសុទ្ធបុកជាមួយអ្នកចាំទីមកមួយជើងនេះគឺកោងល្អមែនតើបាទពីបាទកីឡាករ Shin Puleng បាទគឺកីឡាករកាពីតិនក្រុមហើយកន្លែងនេះហើយដែលការសុភ័យបាទញាក់ដាច់ហើយក៏សុទ្ធទៅបុកប៉ះនឹងហើយក៏បន្ថែមដល់ឈឿនបាទគឺគ្រាប់តាមស្មើរបស់ក្រុមកម្ពុជាបាទគឺការសុទ្ធបាទគឺថាសហការគ្នាបានយ៉ាងល្អពីការសុភ័យបញ្ជូនទៅបាទគឺឈឿនបាទគឺរត់មកពីស្លាប់ស្ដាំបាទគឺរត់មកយ៉ាងលឿនហើយក៏បន្ថែមបាទគឺអាឆាលី125បាទគឺជាអ្នកតាមស្មើយើងគឺឈឿននឹងឯងបាទជាស្រ័យផងបាទគឺបញ្ចប់លទ្ធផលបាញ់មិញគឺ2-2ទៅហើយដូច្នេះគឺយើងកំពុងតែគេហៅថាចំណេញគ្រាប់នៅក្រៅដីបាទគឺស្ថិតិក្នុងការប្រកួតបាទខ្ញុំមិនមែនអានចិត្តទេអានជាអង់គ្លេសបាទគឺ2ស្មើ
បាទគឺការសុទ្ធគឺ5ជើងសម្រាប់តៃប៉េកម្ពុជាគឺ5ដូចគ្នាហើយសុទ្ធចំគោលដៅគឺ2សម្រាប់តៃប៉េកម្ពុជាគឺ3ដងហើយជ្រុងគឺ4ទល់នឹង1បាល់ free kick 6ទល់នឹង5ហើយការគ្រប់គ្រងបាល់53និង47កំហុស4ទល់នឹង6កាតគឺមានតែ1ទេសម្រាប់ក្រុមឆានីតៃប៉េកម្ពុជាមាន2ទៅហើយបាទកម្ពុជា2ហើយការក្រហមគឺមិនទាន់មានទេបាទគឺសម្រាប់ការប្រកួត45នាទីដំបូងបាទបន្តិចទៀតគឺនឹងឈានចូលការប្រកួតចូលបន្តក៏ប៉ុន្តែវេលាស្មើនេះគឺ28នាទីហើយការប្រកួតវគ្គ play off មួយទៀតបាទនៅទឹកដីឡាវបាទកំពុងតែស្មើគ្នាជាមួយនឹងឥណ្ឌា0ទល់នឹង0នៅឡើយទេបាទគឺមិនទាន់ចប់វគ្គទី1ទេបាទក្រុមទាំងពីរកំពុងតែស្មើគ្នាបាទសម្រាប់ក្រុមឡាវដែលកំពុងតែទទួលក្រុមភ្ញៀវឥណ្ឌាវគ្គ play off នៅក្នុងជុំដូចកម្ពុជាដែរបាទ format ដូចគ្នាទេក៏ប៉ុន្តែក្រុមកម្ពុជាថ្ងៃនេះគឺក្រៅដីគឺចំណេញគ្រាប់សុទ្ធបញ្ចូលទី away goal បាទពីគ្រាប់ហើយបាទគឺថាគ្រាប់គិត away goal នេះគឺបងប្អូនចេះបើសិនជាការប្រកួតនៅឯកម្ពុជាយើងនៅថ្ងៃទី7បើសិនជាលទ្ធផល1ស្មើ0ស្មើហើយនោះគឺយើងនឹងឈ្នះហើយបាទឡើងទៅហើយនេះជារូបភាពដែលពេលតែកម្ពុជាយើងតាមស្មើបាទគឺតាមស្មើគឺបងប្អូនយើងគឺសប្បាយរីករាយមែនតើអូបាទឡើងដល់កៅអីនៅខាងលើនេះគឺជាបងប្អូនយើងដែលកំពុងតែទស្សនានៅឯមុខ Naga បាទនៅសថាគារ Naga បាទគឺច្រើនមែនតើបាទគឺដែល Naga ក៏បាននឹងការចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយនៅការប្រកួតបាល់ទាត់តែផ្សាយបន្តផ្ទាល់របស់ BTV ផងដែរបាទគឺយើងចូលរួមចំណែកទាំងអស់គ្នាបាទគឺការផ្សព្វផ្សាយបាទគឺថ្ងៃនេះគឺយើងហៅថាបងប្អូនទូទាំងប្រទេសបានទស្សនាការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាយើងនៅក្រៅប្រទេសហ្នឹងបាទឆ្ងាយណាស់2334គីឡូហ្នឹងមិនឆ្ងាយមែនទេឆ្ងាយយកទៅមែនតើរយៈពេល3ថ្ងៃបាទនេះយើងរាប់វាស់ពីផ្លូវត្រង់តែម្ដងបាទគឺជិះប្រហែលបាទបាញ់មិញគឺបាទគឺបាទគឺឆ្ងាយមែនតើអូមិនហោះ3ថ្ងៃ3ម៉ោងបាទ3ម៉ោងបាទ3ថ្ងៃមិនបាច់ទេបាទយើងស្ដាយបាទហោះ3ថ្ងៃនេះគឺហោះផុតអាមេរិកទៀតបាទជុំផែនដីគឺហោះរយៈពេល3ម៉ោងណាបងប្អូនគឺជាង2000គីឡូនេះគឺគេហៅថាកីឡាករកម្ពុជាយើងបន្ទាប់ពីថ្ងៃទី29គាត់ប្រកួតជាមួយនឹងទីម៉័រគឺយើងធ្វើយើងចាប់ផ្ទះមិត្តភាពគឺសម្រាប់បានមួយថ្ងៃហើយក៏បានចេញទៅតែម្ដងហើយទៅដល់នោះគឺសម្រាប់បានតែមួយថ្ងៃទៀតគឺដល់ថ្ងៃប្រកួតហើយអូបាទនេះបងប្អូនយើងនៅឯដៃប៉ែណ៎បាទបងប្អូនខ្មែរយើងនៅតៃប៉ែបាទឲ្យមុខដូចខ្មែរមែនបាញ់មែនបាទខ្មែរកាត់ចេញហើយមើលទៅសស្គូហ្នឹងអូបាទគឺមានដែរបាទខាងបច្ចេកទេសខាងឆានីតៃប៉េដែលយើងតាក់ទងថាបើមានបងប្អូនខ្មែរយើងឲ្យបញ្ជូនរូបភាពផងបាទអូអរគុណបញ្ជូនមកហើយបាទអញ្ចឹងយើងនិយាយភាសាអរគុណគេថាម៉េចបាទស៊ីសៀបាទគឺអរគុណណាបាទខាងបច្ចេកទេសខាងចិនដែរចិនបាទគាត់បញ្ជូនមកវិញគឺមានបងប្អូនខ្មែរយើងដែរមិនមែនអត់ទេអញ្ចឹងក៏ជាកម្លាំងចិត្តមួយដែរផ្ដល់ពីភ្នំពេញទៅហើយមានមួយហើយនៅទីនេះផ្ទាល់មួយទៀត2យ៉ាងអញ្ចឹងក៏ច្រើនហើយគឺសូមសរសើរហើយគឺការផ្ដល់កម្លាំងចិត្តសម្រាប់ពីចម្ងាយទៅពីក្រុមការងារទូទួល BTV ក៏ស្ថានីយ៍បាយ័មផ្ទាល់ក៏ដូចជាបងប្អូនទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជាគឺលើកទឹកចិត្តពីចម្ងាយបាទលើកទឹកចិត្តពីចម្ងាយបាទជាថ្មីម្ដងទៀតសម្រាប់បងប្អូនដែលអត់នៅឆ្ងាយពីទូទស្សន៍បាទអាចទស្សនាការផ្សាយផ្ទាល់ពី page ផ្លូវការរបស់ស្ថានីយ៍ទូទួល BTV ដែលមានឈ្មោះថាបាទនៅលើទំព័រ Facebook គ្រាន់តែ search ដាក់ឈ្មោះថា BTV.clear Cambodia ចុច like page Facebook របស់ BTV ហើយលោកអ្នកនឹងបានទស្សនាការផ្សាយផ្ទាល់បាទផ្សាយបន្តផ្ទាល់របស់ស្ថានីយ៍ទូទួល BTV News ពី Chinese Taipei ពីការប្រកួតជម្រើស AFC បាទ2019នៅអារ៉ាប់រួមបាទសម្រាប់វគ្គបឋមនេះបាទនេះគឺជាបច្ចេកទេសចុងក្រោយដោយក្រុមការងាររបស់យើងគឺគេហៅថាយ៉ាងណាបច្ចេកទេសនេះគឺមិនឲ្យរអាក់រអួលទេបាទសម្រាប់ការផ្សាយបន្តផ្ទាល់គឺនៅក្នុង page Facebook នេះបាទគឺជាបច្ចេកទេសថ្មីមួយចុងក្រោយបាទគឺឥឡូវគឺរូបភាពបានបញ្ជូនមកដល់វិញហើយសម្រាប់ការប្រកួតក្នុងវគ្គទី2បាទក្រុមកម្ពុជាគឺលទ្ធផល2ស្មើគឺកំពុងតែគេហៅថាសំរុំហើយគឺកំពុងហៅថាសំប្រកបឥឡូវគឺមានការផ្លាស់ប្ដូរសម្រាប់ក្រុមកម្ពុជាបាទគឺណាគេចេះបាទមិនមែនគឺលឿនមែនតើបាទមើលអត់ធន់ទេគឺលេខ15បាញ់មិញបាទគឺកំពុងតែធ្វើការផ្លាស់ប្ដូរបាទបន្តិចទៀតនឹងជម្រាបជូនបងប្អូនបាទគឺនេះខាងបងប្អូនដែលគ្រប់គ្រងនៅហើយស្តេប៉ែបាទលេខ15បាទគឺចូលនេះហើយបាញ់មិញបាទគឺលេខ15របស់ក្រុមកម្ពុជាគឺទឹកឌីណាបាទទឹកឌីណាមិនមែនគឺចូលជាមួយណាទេបាទជាស្រ័យផងបាទតិចទៀតបាទជម្រាបជូនព្រោះថាខាងបច្ចេកទេសខាងតែប៉ែគាត់អត់ទាន់ដំឡើងរូបភាពឲ្យទេបាទដំឡើងអក្សរទេ看到
现在在การបាល់បាចេញពីខាងក្រុមកម្ពុជាបាទជាមួយវឌ្ឍនាការហើយនឹងកែសុភេងបាទនេះហើយបាទកែសុភេងជាអ្នកគ្រាប់ទី1ហើយគ្រាប់ទី2ក៏មានគេហៅថាចំណាយរបស់គាត់ដែរបាទនៅក្នុងការបង្កើតគ្រាប់ទី2នេះចាប់តាមលេងវគ្គទី2បាទកែបាល់ពីចេញពីក្រុមកម្ពុជាបាទគឺមិនគឺដូរទឹកឌីណាចូលទៅហើយបាទគឺតំណែងខ្សែបម្រើបាទជំរឿនមើលអាចជឿនឈឿនឬក៏យ៉ាងណាដោយសារតែជឿនឈឿននៅរបួសចុងមករបួសបន្តិចទៅហើយបន្តិចទៀតបាទជម្រាបជូនបាទបញ្ជូនមកហុងភេងបញ្ជូនបាល់វែងបានជួនបាល់វែងបាទអូឈឿននៅទេបាទឈឿននៅទេជាប់ជើងទឹកឌីណាបាទឌីណាអូហូយមកអត់ទេនៅជាប់ដល់ហើយបាទវឌ្ឍនាការប្រើបច្ចេកទេសអូយបាទគឺស្ដាយមែនតើផ្លត់ទៅហើយបាទប៉ះជាមួយនឹងយេនថាវយោវឌ្ឍនាការមករំខានពីក្រោយមកវិញបាទគឺអញ្ញាកដាពីនៃទៅហើយបាទប៉ះចង្កេញបន្តិចបាទគឺជាមួយនឹងលេខ9បាទកីឡាករឆេងហៅវៃបាទគឺការទីបន្តិចបាទពីក្រោយបាទទស្សនារបៀបឡើងវិញបាទការរំខានបន្តិចបាទគឺពីវឌ្ឍនាការ如果可以把它撵出去，其实浩伟他的បាទវឌ្ឍនាការក៏ជាស្លាយដែរហើយពេលងើបឡើងពីគាត់និយាយចឹងមិញអូនិយាយចឹងបាទនិយាយថាមិនទេខ្ញុំឃើញគាត់ខំវិញបាទគាត់សុំទោសបាទថាទូវិជីបាទចេះបាទដែរបាទនិយាយលេខសើទៀតពេលមើលតែចូលការប្រកួតជាបន្តទៀតបាទរវាងក្រុម Chinese Taipei ហើយនឹងក្រុមជម្រើសជាតិកម្ពុជាផ្លាស់ប្ដូរមួយរូបហើយបាទទឹកឌីណាចូលកំពុងស្វែងរកថានរណាគេផ្លាស់ប្ដូរចេញបាទខាងក្រុមបច្ចេកទេសនៅតៃប៉េអត់ទាន់ឃើញឡើងឲ្យសោះបាទខ្ញុំបានពងទៅរងចាំបាទឥឡូវជាប់ជើងរស់សំអឿនបាទបញ្ជូនថយក្រោយឲ្យសុកសវណ្ណផ្ដាច់មួយជើងចោលសិនបាទបាល់ចេញក្រៅបាទទោះពីក្រុម Chinese Taipei 前场就地的压迫，最后还是迫使对方把球踢出界外。បាទពីកីឡាករលេខ5បាទកូនកាត់អេស្ប៉ាញតាវីយ៉ូបាទកន្លែងនេះឱកាសសុទ្ធទេបាទបាល់ហ្នឹងថាប៉ះដៃហើយ阵型上面应该还是4-4-1-1。បាទគឺអញ្ញាកដាពីនៃទៅហើយ蛮靠前的，其实整场比赛看起来。បាទចាំមើលតើក្រុមកម្ពុជាអាចរក្សាលទ្ធផល2-2នេះបានបើសិនជារក្សាបានគឺល្អណាស់បាទសម្រាប់ការត្រឡប់មកកាន់ទឹកដីកម្ពុជាវិញហើយបើសិនជាបានឈ្នះទៀតកាន់តែល្អទៀតសម្រាប់ក្រុមជម្រើសជាតិកម្ពុជាបាទស៊ូយ៉ាទីវគ្គទី2នឹងព្យាយាមរក្សាមិនឲ្យមានគ្រាប់សុទ្ធបញ្ចូលទីទៀតឡើយផ្ដាច់មួយជើងឡើងមកខាងលើឆ្ងាយមិនតាន់ទៅណាបើជាប់ជើងច្រឹងពលរដ្ឋបញ្ជូនមកក្រោយហុងភេងចាក់ឲ្យឈិនឈឿនបាទឈិនឈឿនបាទបញ្ជូនចូលកណ្ដាលបាល់ខ្ពស់ឲ្យកៅសុភេងតែដោយខ្សែការពារក្រុម Chinese Taipei បាទច្រឹងពលរដ្ឋបាទលើឱកាសវិបកវិញសម្រាប់ក្រុម Chinese Taipei ទៅហើយបាទកីឡាករលេខ9របស់ក្រុម Chinese Taipei បញ្ជូនមកកីឡាករដែលសុំបញ្ចូលទីគ្រាប់ទី2 1-2បញ្ជូនចូលកណ្ដាលប៉ះគ្នាឯងមកអត់អីទេបាល់ជ្រុងមកសម្រាប់ក្រុម Chinese Taipei បាទគ្រោះថ្នាក់មែនទែនបាទការវាស្កាត់ចូលពីកីឡាករលេខ9បាទឆេនហាវ៉ៃវ័យ23ឆ្នាំបាទឆេនហាវ៉ៃនេះគឺលេងនៅ Beijing Enterprise Groups ហើយមានកីឡាករបរុបលេងនៅលីកកម្ពុជារបស់ចិនបាទ Chinese Super League នោះគឺឆេងប៉ូឡាំងនឹងឯងបាទលេងនៅ Hangzhou Green Town គឺគាត់បង្ហាញខ្លួននៅជម្រើសជាតិនោះគឺច្រើនជាងគេបាទលេខ17ហ្នឹងគឺថ្ងៃនេះគឺជាប្រកួតទី52របស់គាត់ហើយបាទគឺច្រើនណាស់បាន15គ្រាប់ហើយមិញមួយគ្រាប់ទៅ16គ្រាប់ហើយបាទគឺ17គ្រាប់ហើយគឺសម្រាប់ឈិនប៉ូឡាំងហើយលេខ17ទៀតបាទហេយ៉ាឥឡូវការវិបត្តិរបស់ក្រុមកម្ពុជាបាទគឺវឌ្ឍនាការអស់បាល់ជ្រុលបន្តិចទៅហើយបាទផ្ទប់ជាមួយនឹងខ្សែការពារបាទគឺកីឡាករបាទហៅវ៉ៃមីនបាទគឺអ្នកសុទ្ធ free kick គឺគ្រាប់ទី1នឹងឯងគឺអាយុ27ឆ្នាំដែរហើយបាទគឺបន្តការប្រកួតទៀតបាទគឺជាប់នៅខាង Chinese Taipei បន្តលើ9បាទកីឡាករខ្សែបំរើប្រយុទ្ធបាទហៅវ៉ៃជួនបន្តទៀតកំពុងតែគ្រប់គ្រងបាល់គឺមិនទាន់ហៅថាមានឱកាសនៅឡើយទេវគ្គទី2នេះជាចេញទៅហើយបាទគឺតាមមិនទាន់ទេបាទលឿនពេកបាទយើងក៏សូមអរគុណផងដែរបាទដល់ដៃគូសហការការផ្សាយបន្តផ្ទាល់ពី Chinese Taipei មកគឺអរគុណដល់ភេទជ្ជៈបើកម្លាំងស៊ូសបញ្ញាចូលរួមលើកស្ទួយគ្រប់វិស័យកីឡាជាតិស៊ូសនឹងយកទឹកប្រាក់50រៀលក្នុងមួយកំប៉ុងឧបត្ថម្ភដល់ក្រុមកីឡាជាតិលើកស្ទួយវិស័យកីឡាជាតិពិសាស៊ូសលើកស្ទួយវិស័យកីឡាជាតិស៊ូសកម្លាំងនៃភាពជោគជ័យក៏អរគុណដល់ទឹកផ្លែឈើអូឡាតេមួយកំប៉ុងស្មាតដល់គោស្រស់មួយកែវអូឡាតេភេទជ្ជៈស្រស់សម្រស់នៃសុខភាពបាទយើងអរគុណទៅដល់ទឹកក្រូចមេគូផងមកជាទឹកក្រូចសុខភាពសំឡើងពីស្រូវសាលីយិនស៊ុនក្រូចខ្លងនិងទឹករ៉ែ
តែធម្មជាតិពិតមានវីតាមីន B1 B2 បាទនិងវីតាមីន C បាទគ្មានលេខពណ៌គ្មានជាតិកាហ្វេអ៊ីនឡើយហើយគ្មានជាតិអាស៊ីតគ្មានជាតិគីមីទឹកក្រូចមែកខូលគឺជាអ្នកបំពេញសុខភាពរបស់លោកអ្នកនិងអរគុណដល់ Pocari Sweat ដែលជាភេសជ្ជៈអ៊ីយ៉ុងល្អជាងគេបំផុតនៅប្រទេសជប៉ុន Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយនឹងអ៊ីយ៉ុងឱកាសរបស់ក្រុមឆានីតៃប៉េមួយជើងស្ដាំរបស់លេខ9បាទកន្លងក៏ហៅវៃបាទគឺមកជើងនេះគឺកោងឡើងទៅលើបាទគឺគេហៅថាបំប៉ោងណាអត់ស្រួលចុះក្រោមទេបាទគឺប៉ោងឡើងទៅលើទៅហើយបាទគឺការសុទ្ធពីចម្ងាយបាទប៉ុនប៉ងគ្រាប់សុទ្ធចូលទីបន្តទៀតប៉ុន្តែมันជាបញ្ហាទេបាទគឺมันអាចគឺបង្កគ្រោះថ្នាក់ទេបាទគឺផុតមកគ្រាទៀតហើយបាទគឺ5នាទីបាទសម្រាប់វគ្គទី2បាទឈានចូលនេះបាទសរុបគឺ50នាទីបាទស្ទើរយទីបាទថ្ងៃនេះគឺជំរឿន11នេះបាទគឺបន្តរបូត2គ្រាប់បាទយើងប៉ុនបញ្ហាទេយើងអាចតាមស្មើវិញបាទបន្តទៀតគឺកំពុងតែគ្រប់គ្រងបាទតែតម្លាក់មួយពីចិនឆានីសតៃប៉ែបាទគឺត្រឡប់មកក្រោយឲ្យយេនតាវីយ៉ូបាទគឺចាំឈ្មោះគាត់ជាគេហើយបាទគឺលេខ5បាទកូនកាត់អេស្ប៉ាញហើយជិងប៉ូឡាំងមួយទៀតជិងប៉ូឡាំងនេះ17បាទគឺកីឡាករចិនគឺជាស្រ័យផងបើសិនជាអានសូរសាប់សូរសៀងសំនៀងខុសគឺឈ្មោះគាត់បាទគាត់ថាតែអានចិនទេបាទហើយក៏សូមអរគុណដែរបងប្អូនដែលកំពុងតែទស្សនានៅតាមកន្លែងផ្សេងទាំងអស់នៅក្នុងរាជធានីភ្នំពេញក៏ដូចជាបណ្ដារាជធានីខេត្តទាំង25នៃព្រះរាជាណាចក្រកម្ពុជាផងបាទគឺសូមស្វាគមន៍មកទៅកាន់គ្រប់ទីតំបន់ថ្ងៃនេះគឺថាបងប្អូនច្រើនណាស់គាត់បញ្ជូនរូបភាពតាមបណ្ដាញសង្គម Facebook មកថាគ្រប់កន្លែងគឺភាគច្រើនគឺបាក់ BTV ទស្សនាហើយបាទដើម្បីគាំទ្រក្រុមកីឡាករជម្រើសជាតិរបស់យើងបាទហើយអំបញ្ញមិញគឺមានបងប្អូនយើងគាត់មានសិចមកគាត់ថានិយាយទៅសារគាត់លឿនដែរបាទគាត់អំបញ្ញមិញយើងឆ្ងល់ថាដូរពីណាគេគាត់ថាដូរសស៊ូហាណាអូលឿនផងហើយគាត់បកកែមែនទេបាទខ្ញុំបាទពីអ្នកឡើងសំវាំងបាទឃើញអត់ឃើញសស៊ូហាណាមែនបាទអញ្ចឹងគឺទឹកឌីណាចូលជំនួសសស៊ូហាណាបាទអរគុណសម្រាប់បងប្អូនដែលជួយបាទខ្ញុំបាទពីអ្នកខ្វះខាតទេមានបងប្អូនហ្នឹងហើយបាទជួយបំពេញចន្លោះបន្ថែមបាទលើការសម្របជាបន្តទៀតបានសម្រាប់ក្រុម Chinese Taipei បាទនៅលើតំបន់គ្រោះថ្នាក់នេះគណៈដែលក្រុមម្ចាស់ផ្ទះថ្ងៃនេះគាត់ត្រូវការជ័យជំនះណាបាទព្រោះថាមិនរំពឹងថាការប្រកួតនៅទឹកដីកម្ពុជានឹងងាយស្រួលឈ្នះទេបាទឈ្នះនៅក្នុងដីមានឱកាសឈ្នះហើយបណ្ដាក្រុមកម្ពុជាក៏ត្រូវការដែរបើឈ្នះក្រៅទឹកដីហើយមកដល់ទឹកដីកម្ពុជាវិញគឺធូរអត់សូវតាក់បាទឥឡូវ1-2ទៅហើយកន្លែងនេះចាំមន្តនាការបាទចាំបតនាការកំពុងឲ្យឲ្យខ្សែការពារបិទ2នាក់អើយ៉ារុញបន្តិចបាទពីនេះទេបាទចំណេញលេងបន្តទៀតទៅឌីណាទៅណារួចបញ្ជូនមកធារីចន្ទថាប៊ិនមកបាទឈិនឈឿនកែសុភេហើយបាទយ៉ាងម៉េចហើយនោះនៅក្នុងប្រអប់គ្រោះថ្នាក់បាទគឺប៉ះជាមួយនឹងកែសុភេងប៉ះឲ្យអោបអូរមួត4ជុំ5ជុំ5ជុំកន្លះមកវិញអូយបាទគឺពីណីហើយបាទអបាល់នេះក្បាល free kick នៅលើប្រអប់គ្រោះថ្នាក់វឌ្ឍនាការគឺជាអ្នកដើរតួអង្គឬយ៉ាងណាបាទអូហូបាទគឺគ្រោះថ្នាក់មែនទែនបាទគឺការលុបពីក្រោយ11ម៉ែត្រនេះក៏យ៉ាងណាបាទតែស្ដាប់ដល់ទៀតបាទ11ម៉ែត្រវិញម៉ែបាទយើងមើលអត់ច្បាស់ដូចគ្នាបាទគឺចាំការសម្រេចរបស់លោកប្រាំចោលបាទគឺលោកញ៉ាកដានលាតែប្រហែលជាពេលនឹងទីហើយមកទៅបាទអូយបាទពេលនឹងទីហើយមកទៅបាទគឺនៅក្នុងប្រអប់ទៅហើយបាទនេះគឺដួលក្នុងប្រអប់ទៅហើយអាយ៉ាប៉ុន្តែយើងកំពុងតែមើលរបួសកីឡាករកាសុភ័យសិនមកលុកពីក្រោយមិញបាទគឺរបួសអូបាទ11ម៉ែត្របាទអូយបាទសប្បាយចិត្តណាស់បាទខ្ញុំបាទជាអ្នកអត្ថាធិប្បាយនេះឃើញអញ្ចឹងដាក់ក្រុមជំរឿនជាតិយើងគាត់ខ្មែរដែរបាទមិនអាចថាមិនលំអៀងបន្តិចទេសារជាតិហើយបាទអធិស្ឋានផងបាទបើសិនខ្ញុំបាទខកខាតតែវិជាជីវៈនៅក្រមសិលធម៌បាទប៉ុន្តែមិនចោលជាតិទេឥឡូវបើ11ម៉ែត្រហើយបាទគឺមើលបាទអ្នកណាគេបាទគឺមានធីរីឬក៏វឌ្ឍនាការប្រាជាវឌ្ឍនាការហើយកំពុងតែឈរដាក់បាល់11ម៉ែត្រនេះបាទគឺកំហុសមិញញ៉ាកដាផ្ដោះការដូចយ៉ាងណាទេបាទជាស្រ័យផងព្រោះថាអត់តន់ឃើញឡើងទេវឌ្ឍនាការហើយមើលដាក់ចំកន្លែងបាទញ៉ាកដាក៏គាត់មកពិនិត្យមើលដែរបាទគឺលោកប្រាំចោលវឌ្ឍនាការបាទឥឡូវនេះគឺបងប្អូននៅកម្ពុជាយើងបាទគឺអត់ទិញបនស្រន់បាទគឺជូនពរឲ្យវឌ្ឍនាការធ្វើបានសម្រេចបាទបើគ្រាប់សម្រេចនេះ3ទល់នឹង2ហើយបាទគឺយើងមកនាំមុខបដោះអសន្នអ្នកចាំទីបាទគឺកំពុងតែស្មឹងស្មាតដូចគ្នាបាទអ្នកចាំទីខាងវិញណាបាទគឺអ្នកចាំទីវឌ្ឍនាការប្រើជើងឆ្វេងជាជើង original វឌ្ឍនាការអូហូបាទសោកស្ដាយមែនទេអូហូបាទជើងឆ្វេងចំអ្នកចាំទីហើយបាល់នេះមិនតន់ទៅណាឆ្ងាយខែមកជើងទៀតខកគោលដៅសោកស្ដាយមែនទេការក្រហមទៅហើយបាទ
การกระหอบเนี่ยนะគេលេខ9黄牌哦。 เนี่ยนะគេអូឆ្នាំពលរដ្ឋយ៉ាងណាបាទលោកជើបាញ់មិញ中华队真的是赚到了真的បាញ់មិញសកម្មភាពលើពេលខ្ញុំចាំមើលការកំហុសពីណាគេ很大而且现在我们呢在比下半场开赛不到10分钟我们将会打10的人数优势了看一下潘文杰 បាទទស្សនារូបភាពកន្លែងពេលទាំងទី3នេះគឺជួយបានពីអ្នកចាំទីហើយរត់មករៀបមកវិញបាទមួយជើងនេះគឺបាទសោកស្ដាយមែនទែនបាទសម្រាប់ច័ន្ទវឌ្ឍនាការបាទអូបាទការក្រហមក្រុមកម្ពុជាបាទកន្លែងនេះគឺពីណីពីណីក្រុមកម្ពុជាបាទមិនដឹងជាការក្រហមពីខាងណាធីរីច័ន្ទថាប៊ិនបាទធីរីច័ន្ទថាប៊ិនអូថ្ងៃនេះបាទ1នាទីបាញ់មិញនេះគឺយើងបាទគ្មានសំណាងមែនទែនបាទ11ម៉ែត្រក៏អត់ចូលបាត់មកកីឡាករមួយរូបទៀតហើយក៏ជាកាពីតិនក្រុមដ៏សំខាន់ទៅទៀតអាយ៉ាបាទគឺគេហៅថាបន្ទាប់ពីហេងហើយបញ្ចូលសយហើយបាទគឺឥឡូវនេះគឺខាងឆានីសតែគាត់មានចិត្តមកវិញហើយបាទគឺបន្ទាប់ពីជួយបានមកគ្រាប់បាល់ពេលនឹងទី11ម៉ែត្រហើយចំណេញម្នាក់ទៀតបាទគឺថ្ងៃនេះគឺយើងយ៉ាប់បន្តិចទៅហើយបាទគឺវគ្គទី2នេះប៉ុន្តែយ៉ាងណាក្តីមិនទាន់អស់សង្ឃឹមទេបាទគឺលទ្ធផលកំពុងតែរក្សា2-2ប៉ុន្តែចឹងធីរីចន្ទថាប៊ីនបាទទឹកដីកម្ពុជាជើងទី2គឺបានមានហើយបាទគឺចូលរួមសោកស្ដាយបាទសម្រាប់ធីរីចន្ទថាប៊ីនតែយ៉ាងណាក្តីគឺការប៉ះពាល់មិញនេះគឺជាការរំខានសម្រាប់ការវិបបរបស់ក្រុមតៃប៉េបាទឆានីសតៃប៉េបាទគឺចឹងគឺសម្រាប់ការលើកទី2ផងការលើកទី2ទៅហើយបាទគឺសោកស្ដាយបាទបានបងកីឡាករមួយរូបហើយបន្តនៃការប្រកួតទៀតបាទគឺឥឡូវនេះគឺ10នាក់ទល់នឹង11នាក់លើទីលានបាទគឺបង្កដល់ការសុភ័យមកចឹងការសុភ័យនេះគឺគេថាបង្ហាញខ្លួនបានល្អមែនទែនគ្រាប់ទី1ជាអ្នកស៊ើបបញ្ចូលទីគ្រាប់ទី2ជាអ្នកបង្កើនឱកាសឲ្យមានការស៊ើបបញ្ចូលទីរបស់ជើងជឿននិងគ្រាប់ទី3ឱកាសឲ្យបាល់រួលនៅក្នុងតំបន់គោលដៅប៉ុន្តែវឌ្ឍនាការធ្វើមិនបានសម្រេចទេបាទគឺប្រើជើងឆ្វេងបាទសោកស្ដាយបាទគឺមិនគឺលទ្ធផល2ស្មើរៀបនឹងបានដល់មុខ3-2ដែរបាទបាទហើយបន្តទៀតមកសម្រាប់ក្រុម Chinese Taipei កំពុងតែគ្នាច្រើនជាងបាទតែឯកសារការពារកម្ពុជាចេញមកវិញរੂសំអឿនតែត្រឡប់បន្តទៀតច័ន្ទវឌ្ឍនាការទឹកឌីណាច័ន្ទវឌ្ឍនាការវិញបញ្ជូនទៅរੂសំអឿនកំពុងគ្រប់គ្រងបាននៅស្លាប់ខាងឆ្វេងបាទទៅមុខរួចទេបាទថយក្រោយសិនមកដល់បាទកន្លែងនេះទឹកឌីណាតែឌីណាចាក់ទៅបាទខ្សែការពារវិញបាទបាត់ទ្រីចន្ទថាប៊ីននៅកណ្ដាលលានចំហតិចបាទឌីណាចាក់ចូលកណ្ដាលបាទវាយកៃមកក្រោយអត់ដល់ទេបាទឥឡូវមានរបួសមួយទៀតហើយបាទសម្រាប់ក្រុមកម្ពុជាបាទព្យាយាមវិធីរាំងបាទពីក្រុមបាទដួលទៅហើយអញ្ញាកណ្ដាលពីណីអត់ទេបាទឲ្យបាល់ទុះទៅក្រុម Chinese Taipei ក៏ប៉ុន្តែមើលរបួសកីឡាករមួយសិនបាទខណៈបាទច័ន្ទវឌ្ឍនាការបាទយ៉ាងម៉េចហើយបាទគឺលើកទាន់រួចទេច័ន្ទវឌ្ឍនាការថ្ងៃនេះសុទ្ធ11ម៉ែត្របញ្ចូលហើយបាទមកវិញបាទបាត់បង់ទ្រីចន្ទថាប៊ិនមួយទៀតបាទគឺជាឧបសគ្គធំហើយបាទនៅពេលនេះគឺសម្រាប់ការប្រកួតរយៈពេលជាង30នាទីទៀតបាទនៅឆ្វេងឆ្ងាយទៀតណាបាទ32នាទីកន្លះទៀតនោះបាទគឺ90នាទីយើងហើយចាំមើលបន្តទៀតបាទសម្រាប់ការប្រកួតនៅតែរក្សាលទ្ធផល2-2ក៏ជារឿងល្អបាទសម្រាប់ក្រុមកម្ពុជាទៅហើយ球权在中华队这边សំខាន់កុំឲ្យទឹកគេកំពុងនាំមុខហើយគឺយើងពិបាកតាមហើយបាទបើសិនជាយើងបាត់បង់ទៅរូបទៅហើយឥឡូវយើងបាត់បង់ទៅហើយបាទអញ្ចឹងគឺយើងត្រូវប្រយ័ត្នបន្តិចបាទប្រព័ន្ធការពារទាំងអស់បាទជាងខ្សែយុទ្ធបាទហើយយ៉ាងបញ្ឆោតបាទខៅសុភេងដួលបាទខៅសុភេងនេះគឺប៉ះពីរបួសបន្តិចទៅហើយប៉ុន្តែនៅអាចលេងបានមិនជាបញ្ហាទេហើយបញ្ជូនបន្តបាទទៅឲ្យបាទកីឡាករយ៉ែនថាវីយ៉ូ cross ចូលមកបាទតែបាទគឺពីកីឡាករខ្សែការពារហើយយ៉ាស់ទីពីក្រោយបន្តិចមិនធ្វើដាច់មួយជើងនេះបាទទៅឆ្ងាយបាទវឌ្ឍនាការដេញតាមពីក្រោយបាទអត់បដោយទេដាច់មួយជើងពីអ្នកចាំទីបាទផាំងវ៉ែនជាប់ខាងកម្ពុជាបាទគឺសុកសវណ្ណហើយយ៉ាស់មកស្លាយមួយអធិស្ឋានផងបើសិនជារូបភាពក៏បានទស្សនាបន្តិចបាទពីឆានីសតៃប៉េបាទគឺខាងបច្ចេកទេសខាងឆានីសតៃប៉េទេតូបជាប់បាទអត់បញ្ហាបាទគឺដុល្លារបាទដុល្លារនេះក៏កាត់លឿនដែរបាទអញ្ចឹងប្រយ័ត្នប្រយែងតិចបាទខាងកីឡាករសុកដុល្លារមកពីប្រខានដេកស្វាយរៀងបាទប្រហែលប្រកួតចុងក្រោយជាប់ជំរឿនបាទ11នាក់របស់លោកលីទេហ៊ុនបាទរឹងមាំមែនតើសម្រាប់កីឡាករដុល្លារបាទនៅស្វាយរៀងប្រខានទីស្វាយរៀងគឺពាក់ស្លាកលេខ9ទេបាទឬស្លាកលេខខ្សែយុទ្ធតែម្ដងបាទឥឡូវបន្តទៀតជាប់ជើងកីឡាករកែសុភេងកំពុងឲ្យញាក់ទៅបាទបាត់ឡើងម្ដងដល់ទៅ2-3នាក់បាទសម្រាប់ខ្សែការពារក្រុម Chinese Taipei
បាទនៅពេលដែលបាល់ជាប់នឹងកៅសុភេងឬក៏ចាញ់វឌ្ឍនាការបាទឥឡូវសម្រាប់មកទៀតពវល់មកជុំល្អណាស់ហនវ័យបាទសុទ្ធមកជើងពីចម្ងាយអត់ចំគោលដៅទេក្រុម Chinese Taipei កំពុងតែបាត់បង់កីឡាករម្នាក់កំពុងតែមានសង្ឃឹមហើយ时间不够长的话呢，还要考虑到球员在比赛前必须有恢复期。所以这一次呢，中华队并没有在体能上面呢去。ឥឡូវបាល់ goal kick មកសម្រាប់ក្រុមជម្រើសជាតិកម្ពុជាបាទលោកអញ្ញាកដាដាទៅបាទកំពុងមានបញ្ហាអីទៀតហើយបាទបាទ那现在还好，都尝试了。60នាទីទៅហើយបាទគឺសល់រយៈពេល30នាទីទៀតបាទសម្រាប់ការប្រកួតបាទគឺជើងទី1នៅ Chinese Taipei បាទគឺកម្ពុជាជាមួយនឹង Chinese Taipei យើងនៅសល់មួយប្រកួតទៀតដើម្បីសម្រេចថាក្រុមណាឡើងទៅបន្តនៅក្នុងការប្រកួតជម្រុះក្នុងពូលបាទដែលយើងគេហៅថាមានសំណាងប្រកួតច្រើនប្រកួតបាទនៅក្នុងម៉ាស៊ីនជាប់វគ្គ play off ជើងទី1នេះបងអាទាញបាទគឺ Chinese Taipei បន្ទាប់ពីកម្ពុជាបាត់បង់កីឡាករមួយរូបគឺគេថាមានសង្ឃឹមបាទគឺនិយាយសម្រុកច្រើនឈឿនបញ្ជូនទៅឲ្យបាទគឺវឌ្ឍនាការគ្រប់គ្រងបាល់បានល្អទេបាទរបូតបានហើយបញ្ជូនមកដល់កីឡាករហៅវៃមីនបញ្ជូនបន្តទៀតបាទគឺឲ្យទៅបាទកីឡាករ17ឈីងពូឡាំងកំពុងតែញាក់ប្រើបច្ចេកទេសឆ្វេងរបស់គាត់ហើយកាតចូលបានសបសារការពារបាទ$10ស្លាយបាល់ចេញទៅក្រៅគឺបញ្ហាមែនតើបាទគឺនៅពេលនេះគឺការសង្កត់បាទគឺម្សាមកគឺពិបាកមែនតើបាល់ជ្រុងសម្រាប់ក្រុម Chinese Taipei បាទបាល់ជ្រុងទេបាទបាទលើមកដល់ជាប់ជើងកីឡាកររបស់ក្រុម Chinese Taipei បាទទើបបាទលេខមិញលេខ6បាទទើបផ្លាស់ប្ដូរចូលថ្មីទៀតបាទដូរស្ងាត់ទៅបាទលៀនតាវីយ៉ូបញ្ជូនចូលកដាហើយវៃបាទហើយវៃសាក់មួយជើងអត់ទេកັບមួយសិនបាទបញ្ជូនបន្តទៀតបាទបញ្ជូនទៅខាងស្ដាំវិញតាវីយ៉ូបាទថយក្រោយវិញបាទបិទចិត្តមែនតើបាទនៅពេលនេះគឺក្រុមកម្ពុជាព្យាយាមចតឡានក្រុងហើយព្រោះថាយើងបាត់បង់រូបហើយបាទអញ្ចឹងបើសិនជាបញ្ជូនក៏រៀបបាត់បង់ដែរអញ្ចឹងទៅការពារបានច្រើនជាងបន្តិចបាទហើយលទ្ធផល2-2នេះគឺ$10បាទគឺការពារដ៏ល្អរបស់យើងបាទគឺការប៉ះទង្គិចបាទគឺកំពុងតែចុងជើងបាទគឺមិញបាទចុងជើង$10យ៉ាងមិនទៅហើយញាកដាយ៉ាងម៉េចអាចសុំគ្រូពេទ្យមកបាទថ្ងៃនេះគឺកម្ពុជាយើងបាទក្នុងនាមជាក្រុមភ្ញៀវដូចជាមានលំបាកមែនតើមកវគ្គទី2នេះធ្វើការងារធ្ងន់នេះពេលដងហើយមែនតើហើយបាទវគ្គទី1នេះគឺមធ្យមឯងងុំវគ្គទី2នេះយ៉ាងថារបូតបាល់11ម៉ែត្រដែលជាឱកាស99%តែបាត់បង់ហើយក៏បាត់បង់មួយរូបភ្លាមមកសម្រាប់ការវិវត្តរបស់ក្រុម Chinese Taipei នេះជារឿងផ្ទួនគ្នាដែលគេហៅថាសំណាងមិនល្អសម្រាប់ការប្រកួតតែជាមើលទៀតសិនព្រោះពេលវេលានៅវែងឆ្ងាយបាទសម្រាប់មកដល់អ្នកចាំទីបាទលេងបន្តទៀតបាទឲ្យទឹកខ្សែការពារបាទកីឡាករលេខ2បាទគឺកីឡាករប៉ៅវៃមីនជាអ្នកសុទ្ធនាំមុខនៅក្នុងការប្រកួតនៅវគ្គទី1នាទីទី6ដែលបាន free kick បាទគឺថាខាងបច្ចេកទេសរបស់ក្រុមតែប៉ែគឺវាជួយមកនោះគឺថាការផ្លាស់ប្ដូរកីឡាករដូចជាយឺតបន្តិចបាទយើងមិនបានទស្សនាថាការដូររបស់ក្រុម Chinese Taipei យ៉ាងណាគឺឃើញកីឡាករថ្មីបាទអធិស្ឋានផងគាត់ថាអត់តាន់ទេបងប្អូនអើយបាទគឺច្រើនពេកបាទ11នាក់ខាង Chinese Taipei គឺយើងមិនបានឃើញអស់ទេបាទថ្ងៃនេះគឺខាងបច្ចេកទេសរបស់យើងគឺទាំងខាងផលិតយករូបភាពបាទកាមេរ៉ាមែនយើងបានសម្រាប់ថ្ងៃនេះគឺបានទស្សនាការប្រកួតបាទរອບដងគឺគាត់ជាអ្នកផលិតយករូបភាពការប្រកួតនៅភូកីឡាដ្ឋានជាតិនិងភូកីឡាដ្ឋានផ្សេងទៀតបាទការប្រកួតលីកកំពូលកម្ពុជាហ៊ុនសែនខាប់បាទគឺរវល់ជាប់ជានិច្ចតែថ្ងៃនេះបានអង្គុយទស្សនាការប្រកួតមួយបាទដោយមិនបាច់ចាប់យករូបភាពដោយខ្លួនឯងបាទអញ្ចឹងបាទតែបងប្អូនមួយចំនួនចាប់ច្រឡំបាទរូបភាពនេះគឺខាងភ្នាក់ងារខាងទូរទស្សន៍ Chinese Taipei គាត់អ្នករ៉ាប់រងទាំងអស់បាទគឺយើងយកទៅរូបភាពថារូបភាពសម្រាប់មកទេបាទគឺអត់មានបានអីមកទេបាទគឺគេអ្នកឲ្យទាំងអស់បាទឥឡូវបន្តការប្រកួតទៀតកំពុងតែជាប់ជើងក្រុម Chinese Taipei បាទគ្រប់គ្រងបាល់ច្រើនមែនតើហើយបាទសម្រាប់ក្រុម Chinese Taipei គណៈក្រុមកម្ពុជាគឺព្យាយាមទប់មកទំហឹងហើយនៅពេលនេះបាទលទ្ធផល2ស្មើនេះបើសិនជាទប់បានគឺគាត់ប្រសើរហើយនៅពេលដែលត្រឡប់មកទឹកដីកម្ពុជាវិញព្រោះថាពេលនេះគឺយើងកំពុងតែ10នាក់ឲ្យខាង Chinese Taipei គេ11នាក់កំពុងគ្រប់គ្រងបាទរកឱកាសកន្លែងបញ្ជូនទៅរួចតែក្រុមកម្ពុជាបិទស្អិតដែរបាទទឹកឌីណាបាទសាក់មកជើងពីចម្ងាយបាទកីឡាករលេខ9ឈិនហៅវៃ
បាទចូលចិត្តអត់បានទេមានតែសុទ្ធពីចម្ងាយបាទសម្រាប់ក្រុម Chinese Taipei បាទហើយក៏អរគុណដែរបងប្អូនដែលបានហៅថាតែងតែជួយចែករំលែកបាទគឺការទូគ្រោកបាក៏ជាប្រព័ន្ធនៃការលេងរបស់ក្រុមកម្ពុជាមានការផ្លាស់ប្ដូរសិនជំរាបជូនបន្តបាទគឺក្រុម Chinese Taipei បាទលេខ11ដែលកីឡាករសំខាន់គឺបដូរចេញទៅហើយបាទគឺ Woo Chun Chi បាទបដូរចេញបាទដាក់មកវិញបាទកីឡាករលេខ21បាទគឺបាទកីឡាករសេងជីវ័យបាទជាស្រ័យបងបាទសម្រាប់បងប្អូនយើងផ្ញើមកថាគឺបើសិនជាមានការកាចក្រហមសម្រាប់ការប្រកួតគឺតែងតែរៀបក្បួនទប់គឺ5 3 1បាទគឺប្រព័ន្ធការពារច្រើនហើយប្រយុទ្ធគឺដាក់តែមួយទេហើយពិសេសគឺឈិនឈឿនហើយនឹងរស់សបឿនគឺឡើងមួយទុកមួយរ៉ាស្លាប់ស្វ័យសាប់ស្ដាំគឺឡើងមួយទុកមួយហើយអាចបដែតបដោយបានទេបាទអរគុណច្រើនបាទសម្រាប់បងប្អូនតែងតែចែករំលែកបាទគឺព្រោះថាខ្ញុំបានមិនមែនតែជំនាញទេបាទគាត់ថាអានេះគឺកំពុងតែគ្រប់គ្រងបានដោយក្រុម Chinese Taipei គឺលេខ17នេះហើយគឺតែងតែបង្កបាទគឺចំណុចគេហៅថារសើបទៅលើក្រុមកម្ពុជាយើងបាទលេខ17ពូលៀងបាទខាងបច្ចេកទេសក៏ចាប់អារម្មណ៍ខ្លាំងដែរបាទគឺបាទលេខ17នេះបាទ17យើងគឺឈិនឈឿនបាទគេថាឈិងពូលៀងនេះគឺជាកីឡាករថាគេថា player to watch បាទដូចចាំមតនាការអញ្ចឹងគឺ player to watch ដូចគ្នាបាទអំបញ្ញមិញគឺផ្លាស់ប្ដូរលេខ21ចូលនេះសេងឈីវ័យបាទវ័យ24ឆ្នាំបាទសម្រាប់កីឡាកររូបនេះបាទថ្ងៃនេះគឺជាការបង្ហាញខ្លួនលើកទី2សម្រាប់ក្រុមជម្រើសជាតិ Chinese Taipei បាទក៏ជាខ្សែប្រយុទ្ធបាទអញ្ចឹងគឺក្រុម Chinese Taipei គឺបន្ថែមខ្សែប្រយុទ្ធហើយបាទគណៈដែលកំពុងតែមានគ្នាច្រើនជាងបាទយើងអរគុណដល់ភេសជ្ជៈបើកម្លាំងស៊ូបដិញ្ញាចូលរួមលើកស្ទួយគ្រប់វិស័យកីឡាជាតិស៊ូនឹងយកទឹកប្រាក់50រៀលនៅក្នុងមួយកំប៉ុងឧបត្ថម្ភដល់ក្រុមកីឡាជាតិលើកស្ទួយវិស័យកីឡាជាតិពិសាស៊ូលើកស្ទួយវិស័យកីឡាជាតិស៊ូជាកម្លាំងនៃភាពជោគជ័យបាទយើងអរគុណទៅដល់ទឹកផ្លែឈើអូឡាតេមួយកំប៉ុងស្មើនឹងទឹកដោះគោស្រស់មួយកែអូឡាតេភេសជ្ជៈនៃសម្រស់និងសុខភាពបាទលើទេសនាការសម្រុករបស់ក្រុមជម្រើសជាតិកម្ពុជាឈិនឈឿនទៅហើយកន្លែងនេះឱកាសឈិនឈឿនបញ្ជូនចុកតាអូហូបាទឈិនឈឿនសម្រាប់សុទ្ធខ្លួនឯងតែម្ដងបាទមកជើងនេះគឺបាទសោកស្ដាយបាទសម្រាប់បាទទឹកឌីណាហើយនឹងគាត់ឌីណាគាត់នៅកណ្ដាលបាទនៅកណ្ដាលជាមួយវឌ្ឍនាការអូយបាទឈឿនបើសិនជាបញ្ជូនប្រហែលជាល្អជាងបាទគឺបាញ់ភារីការក្រហមក៏បកគោលភារកិច្ចបាទកាពីតេនក្រុងទៅឲ្យឈឿនបាទឈឿនគាត់គេហៅថាទុកអារម្មណ៍មិនតាន់មិនក៏សុទ្ធមួយជើងទៅបាទគឺបាញ់គឺសោកស្ដាយបាទសម្រាប់ឈឿនហើយបន្តទៀតបាទគឺការប្រកួត67នាទីនៅលើទីលានបាទគ្រប់គ្រងដោយក្រុម Chinese Taipei បន្តបាទលេខ9បាទកីឡាករអាវ៉ៃបន្តទៀតបាទគឺគេចំណេញច្រើនអញ្ចឹងគេមានឱកាសសម្រុកច្រើនដែរហើយយើងក៏សូមអរគុណដល់ដៃគូការផ្សាយបន្តផ្ទាល់ពី Chinese Taipei បាទគឺទឹកក្រូច Macol ជាទឹកក្រូចសុខភាពសំឡើងពីស្រូវសាលីយើងសិនក្រូចថ្លុងនិងទឹករ៉ែធម្មជាតិពិតមានវីតាមីន B1 B2 និងវីតាមីន C គ្មានលីប៉ូមានជាតិកាហ្វេអ៊ីនគ្មានជាតិអាស៊ីតគ្មានគីមីទឹកក្រូច Macol ជាអ្នកបំពេញសុខភាពរបស់លោកអ្នកឱកាសរបស់ Chinese Taipei បាទគឺដាក់ទៅមិនរួចបាទខ្សែការពារយើងបិទជិតអសុខសវណ្ណមិញការចូលកណ្ដាលណាក់ក្បាលទៅចូលយទីជួយបានឱកាសនៅរបបទូទាញមកទៀតបាទអូបាទគឺគ្រោះថ្នាក់មែនតើអូបាទគឺ Chinese Taipei គឺកំពុងមិញសិនជាបានមកគ្រាប់ទៀតគឺចិត្តគេមែនតើហើយប៉ុន្តែសំណាងមែនតើបាទគឺប្រព័ន្ធការពារយើងក៏រឹងមាំដែរហើយក៏ស៊ូយទីអាចជះបានចេញបានពីក្នុងការតែរបស់ខ្សែប្រយុទ្ធរបស់ក្រុម Chinese Taipei ការចូលកណ្ដាលបន្តទៀតបាទលេខ14បាទគឺឆេងហៅអានប៉ុន្តែទៅមិនរួចបាទគឺបានបាល់ជ្រុងបាទសម្រាប់ក្រុម Chinese Taipei បាទគឺការសម្រុកកាន់តែកើតមានឡើងទៅហើយបាទសម្រាប់ក្រុម Chinese Taipei បាទគឺចំណេញមួយរូបនៅលើទីលានលេខ12បាទកីឡាករឈីហៅបាល់ជ្រុងគឺគ្រោះថ្នាក់មែនតើបាទលោកលីកំពុងស្រែកពីចង្ងាយថាធ្វើយ៉ាងម៉េចបត់ឲ្យចិត្តបាទឈីហៅបាទលើកបាល់ជ្រុងអត់ល្អទេបាទស្កាត់ចេញដោយឌីណា球还是在中华队脚下បន្តទៀតបាទគឺលេខ6បាទគឺកីឡាករបដូរចូលបាទ3 2អីយ៉ាដួលនៅលើប្រអប់គ្រោះថ្នាក់បាទគឺបង្កបាទគឺទៅលើកីឡាករឈីងពូលៀងបាទការលឿនជូនបាទកីឡាករខ្សែការពារបហុងភេងបាទគឺថ្ងៃនេះអាញាកដាលគឺដាក់ចាយការច្រើនបាទអាញាកដាល5ចោលបាទគឺជួយចិនឌីបាទនៅលើប្រអប់គ្រោះថ្នាក់តែម្ដងបាទគឺចំណុចនេះបាទទេសនាម្ដងទៀតបាទគឺការទាញពីក្រោយបាទរំខានទៅលើកីឡាករដ៏ឆ្នើមរបស់ក្រុម Chinese Taipei មាននេះហុងភេងបាទទទួលបានការលឿនបាទឈ្មោះធំមែនតើបាទលឿនចឹងមកស្រួលបាទ
បាទលើបាល់ free kick បាទគឺគួរសមហើយបាទចំណុចត្រង់នេះបើសិនជាល្អបាទគឺអាចនឹងបង្កគ្រោះថ្នាក់ចាំទីសុយទីកំពុងតែឈរសម្លឹងមើលថាចន្លោះប្រហោងមកខ្សែការពារបិទចិត្តរបាំងការពារពិសេសខ្លាចតែ reflect បាល់ទេបាទបើសិនជាការសុទ្ធតែម្ដងគឺអាចមិនពិបាកខ្លាំងទេឥឡូវមានលេខ9បាទគឺបាទកីឡាករបាទអ្វីជាមួយនឹងឆាំងលុនអ្វីឆាំងលុនអ្នកណាសុទ្ធបាទពីរអ្នកនេះតែហៅជាអ្វីហើយព្រោះអ្វីជើងស្ដាំតំណងមែនតើឥឡូវគឺរបាំងការពារຕົកតែ3ទេអ្វីទៅហើយមកក្បាលខ្សែការពារតែមកវិញចេញប៉ុន្តែទម្លាក់បន្តបាទឌីណាទម្លាក់ឲ្យបាទតន់ទេឱកាសវាបកវិញហើយកៅសុភេងស្រូបឲ្យទៅស្លាប់ឆ្វេងកំពុងតែប្រើលបឿនវឌ្ឍនាការ2ទល់1វឌ្ឍនាការចុចឲ្យទៅកីឡាករ一样的问题កៅសុភេង1ទល់1សុភេងសុទ្ធទៅអូយបាទមួយជើងចំអ្នកចាំទីចាប់បានល្អមែនទេ快攻ឥឡូវវាបកវិញរបស់ឆានីតែបាទគឺកំពុងតែតាក់ទៅវិញតាក់ទៅមក3ទល់9 4ទល់9មួយជើងពីចម្ងាយសុយទីអូយបាទល្អមែនទេសុយទីដល់ដង្ហើមធំអូបាទមួយជើងនេះបាទគឺស្អាតមែនទេការវាបបវិញបាទគឺការដុតតែមួយឆែកមកចង់ដុតវិញបាទវាឆែកវិញបាទផលិតដោយស៊ូយ៉ាទីឥឡូវនេះគឺបាទធូរស្រាលហើយបាទស្ថានភាពទី2កន្លែងនេះទេសនាកន្លែងបាទកៅសុភេងញាក់យកសុទ្ធមួយល្អមែនទែនបាទប៉ុន្តែចំកន្លែងអ្នកចាំទីកំពុងតែបោះចំហនៅកន្លែងនឹងស្រាប់បាទតសាចាំវឌ្ឍនាការគាត់បញ្ជូនមកល្អមែនទែនបាទកាសវាបបវិញពីកីឡាករលេខ9បាទគឺបាទគាត់សម្រាប់សុទ្ធបញ្ជូនពីចម្ងាយតែម្ដងបាទហៅវៃបាទប៉ុន្តែចំបាទអ្នកចាំទីគាត់ហក់បានល្អមែនទែនស៊ូយ៉ាទីបាទមកក្រក់បាញ់មិញនេះគឺសំខាន់មែនទែនបាទជួយបាទការសង្គ្រោះបាល់ពីកីឡាករលេខ9មកប៉ុនប៉ងច្រើនដងបាទឆិនហៅវៃបាទឥឡូវមកដល់ហៅវៃទៀតហើយបាទហៅវៃនេះគាត់ប៉ះបាល់គាត់ច្រើនដងមែនទែនបាទបញ្ជូនដល់បានល្អទេឈិនឈឿនឆាប់បាល់បានមកហើយកំពុងតែព្យាយាមវាបោះអត់មកឲ្យដួលខ្លួនឯងបាទឈិនឈឿនបាទមកទៀតហើយឥឡូវមកដល់បាទជើងពោលៀងមិនរួចទេមកជាប់ជើងឈិនឈឿនវិញឈិនឈឿនបញ្ជូនឆ្ងាយឲ្យច័ន្ទវឌ្ឍនាការបាទច័ន្ទវឌ្ឍនាការបុកខ្នងបន្តិចបាទចង់ដូច style ដូច Cristiano Ronaldo ប៉ូទុយហ្គាល់បាទនៅការប្រកួត Euro បាទលើបន្តទៀតកំពុងជាប់ជើងក្រុងបាទ Chinese Taipei បញ្ជូនទៅស្លាប់ខាងស្ដាំបាទ Yen Tavio បញ្ជូនមកកណ្ដាលវិញឆាំងលុនអត់ទេបាទផ្ដាច់មកជើងពីខ្សែការពារកម្ពុជានៅពេលនេះឲ្យតែបានបាល់ទូងហើយអត់ទុកបាទគឺលើ4នាក់នោះបាទលាក់មកចោះជួយគ្នាបាទគឺមិនអាចចោលបានទេគឺសំខាន់គឺប្រព័ន្ធការពារនៅលើតំបន់គ្រោះថ្នាក់ហ្នឹងហើយបាទ18នាទីទៀតទេអាចទុកបានឡើយបាទបោះបាល់ទូមកសម្រាប់ក្រុម Chinese Taipei បញ្ជូនមកខាងឆ្វេងនេះឲ្យហៅវៃទៀតហើយហៅវៃនេះបានលេងបាល់ច្រើនមែនទែនជាមួយឆេងប៉ូលៀងនេះរោនៅខាងឆ្វេងជាមួយគ្នាបាទហៅវៃកំពុងតែញាក់រកជំនួយជាមួយនឹងឈិនឈឿនមកគេជាប់បាទញាក់ផុតឈិនឈឿនទេបាល់ចេញក្រៅនៅមិនទាន់ចេញបាទអត់ទាន់ចេញទេអាយ៉ាដួលនៅខាងក្រៅខាងក្នុងបាទអត់មកចាយបាទញ៉ាកណ្ដាលថាងើបមកគាត់ឲ្យកាបទៀតហើយកាបលឿនច្រើនមែនទែនបាទថ្ងៃនេះបាទចាំមើលស្ដាប់ការបាទសម្រាប់របស់លោកអាញាកណ្ដាលប្រាញ់ចាល់浩伟今天在យ៉ាងម៉េចនេះគាត់ឈរនៅខាងក្រៅហើយ其实在这种情况之下的话浩伟如果还有急逼的情况之下តវ៉ាចង់បានអីបាទចាំមើល看能不能让对方在1对1的时候说បាទញ៉ាំកណ្ដាលថាបាទមកតអ្នកកំហុសបានហើយបាទអ្នកមិនពាក់ព័ន្ធ状况之下他其实把整个球员大បាទលេខ9នេះបាទគឺអ្នកដួលមិញបាទមកអ្វីដូចជាកាត់លឿនពីណាគេបាទឈឿនមកស្លាយពីក្រោយបាទប៉ុន្តែបើសិនជាពីនេះនឹងក្រៅទេខាងក្រៅទេបាទគឺប្រហែលជាកាត់ទៀតហើយមើលទៅបាទអត់មិនអីបាទលេខ9គាត់សុកចិត្តរឿងអីគាត់តែអត់ទាន់ដឹងដូចគ្នាបាទជាស្រ័យបងប្អូនហើយបាទគឺកំពុងតែសម្រេចបន្តិចពីអាញាកណ្ដាលបាទកាត់ក្រហមមួយដែរបាទអូឥឡូវមើលបាទឈឿនបាទកាត់លឿនកាត់លឿនបាទសម្រាប់ឈឿន7号今天也有一个进球啊对柬埔寨的第2球就是他所进的ឈឿនកាត់លឿនហើយតែមិនមែនគឺគាត់កាត់អូលេខ9កាត់ក្រហម就这时候浩伟刚刚是如果以这样来看应该是浩伟刚刚被裁判抓假摔啊លេខ9នេះគាត់កាត់លឿនមួយហើយ因
因为后卫身上也有一张黄牌啊。បាទឥឡូវនេះគឺស្មារតីគ្នាវិញហើយប្រិមត្តទូទាំងសង្គមការលឿងរបស់កីឡាករហាវ៉ៃដែលខ្ញុំបានសរសើរថាគាត់គ្រប់គ្រងបាល់បានច្រើនឥឡូវនេះទទួលបានកាត់ក្រហមបាទគឺឥឡូវនេះគឺកម្លាំងនៅលើទីលានគឺស្មើគ្នាតែម្ដងបាទគឺកំពុងតែគេហៅថាសង្គ្រាមនៅលើវាស្មើបាទគឺឥឡូវនេះគឺបាទ2 ទៅ 2ហើយក៏បាត់បង់កីឡាករដូចគ្នាបាទគឺយ៉ាងម៉េចថ្ងៃនេះគឺអស្ចារ្យមែនទែនរឿងខ្លាយគឺច្រើនបាទនៅក្នុងវិស័យកីឡាបាទគឺថាมันអាចទេគឺកាត់ឡើងហើយបាទទាំងការ11 ម៉ែត្របញ្ចូលឡងវិញកាត់ក្រហមឥឡូវនេះគឺมันបានបាល់ free kick ទៅជាបានកាត់ក្រហម去主角的动作现在看起来真的是不应该太冲动。对，而且刚刚បន្តនៃការប្រកួតទៀតបាទគឺកំពុងតែគ្រប់គ្រងនៅក្រុមកម្ពុជាឈឿនកាត់ក្រហមកាត់លឿងទៅហើយបាទប្រយ័ត្នប្រយែងយ៉ាប់មែនតែកាត់លឿងច្រើនណាស់បាទថ្ងៃនេះគឺក្រហម2នាក់ទៅហើយអញ្ចឹងគឺអាកាសរបស់ក្រុមកម្ពុជាយើងវិញហើយបាទគឺមុននេះយើងຕົកច្រើនបាទគឺប្រព័ន្ធការពារ5-3-1ឥឡូវគឺដាក់មកវិញទម្លាយបន្តិចទៅហើយបាទយេនថាវីយ៉ូ我们面对球门កំពុងតែព្យាយាមសម្រាប់ក្រុមម្ចាស់ផ្ទះបាទទោះយ៉ាងណាក្តីគឺក្នុងនាមម្ចាស់ផ្ទះមិនចង់បានស្មើទេលេខ6បាទគឺការផ្លាស់ប្ដូរចូលគឺវៃពីនបាទបាល់ចេញទៅក្រៅឲ្យទៅខាងក្រុម Chinese Taipei បាទសុភេងក៏ចុះមកជួយក្រោមដែរហើយលោកលីតេហ៊ុនបាទគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាគឺចេញមកផ្ទាល់តែម្ដងបាទគឺបញ្ជាកូនក្រុមបាទគឺធ្វើយ៉ាងណាបាទទប់ឲ្យបានល្អមែនទែនថ្ងៃនេះសម្រាប់នៅក្នុងជើងទី2ទេបាទទោះការប្រកួតយ៉ាងណាក្តី会在这时候呢Chinese Taipei បន្តនៅគ្រប់គ្រងបានបន្តទៀតបាទគឺកុំភ្លេចនៅថ្ងៃទី7ជើងទី2បាទគឺទឹកដីកម្ពុជាឱកាសបាទឈឹងពូលៀងបាទសុទ្ធជើងស្ដាំទៅហើយបាទទម្លាក់បន្តបញ្ជូនទៅឲ្យជេនថាវីយ៉ូគឺថាវីយ៉ូគាត់រុញចង់ជ្រុលប៉ុន្តែទម្លាក់មកឈឹងពូលៀងក៏ចំហបានល្អផងដែរមួយជើងទៅបុកខ្សែការពារបាទរួចមកគ្រាទៀតសុកសវណ្ណបាទបញ្ជូនមកតែទៅវិញជាប់កម្ពុជាគឺកីឡាករបាទហុងផេងស្រួលមកឲ្យកីឡាករកៅសុភេងកំពុងសម្លឹងផ្ដោតអារម្មណ៍ទៅមើលកីឡាករច័ន្ទវឌ្ឍនាការប៉ុន្តែ 4-5 នេះឯណោះឆ្វេងនោះទលាយទៅហើយបាទគឺមិនផុតសិក្សាការពារទេប៉ុន្តែជាប់ហុងភេងដែរវត្តឲ្យវឌ្ឍនាការលេងដរិចលឿនទៅខាងស្លាប់ឆ្វេងតាមតន់ទៅយ៉ាងណាទេអូហូមកមិនតន់ទេបាទគឺរស់សំអឿនបាទគឺបិទរួមក្រុមមកពីចំការកស៊ូបឹងកេតបាទគឺសោកស្ដាយមិញមកចង្វាក់វាបកមិញនេះប៉ុន្តែខ្សែការពាររបស់ Chinese Taipei ច្រើនបាទទៅមុខមិនរួចសោកស្ដាយមែនទែនបាទគឺឱកាសមានដូចគ្នាបាទគឺបន្ទាប់ពីលទ្ធភាពលើទីលានគឺ10 រូបដូចគ្នាឥឡូវមានការផ្លាស់ប្ដូរបាទសម្រាប់សមាជិកភាព Chinese Taipei លេខ15ចូលបាទគឺកីឡាករ Yan Jiwei ចូលមិញអ្នកណាគេចេញបាទរត់ទៅប្រយអត់ទាន់ទេបាទរត់ដល់មានក្រុមការងារយើងបញ្ជូនមកពីពហុកីឡដ្ឋានជាតិបាទឥឡូវគឺអត់មានទេបាទប្រិយមិត្តទាំងសង្គមបាទសម្រាប់ការប្រកួតជើងទី2រវាងក្រុមកម្ពុជាទទួលស្វាគមន៍ក្រុម Chinese Taipei វិញនោះនៅពហុកីឡដ្ឋានជាតិគឺសម្បត្តិគឺនឹងផ្លាស់គឺនឹងចាប់ដើមលក់បាទនៅថ្ងៃទី4បាទថ្ងៃទី4បាទថ្ងៃនេះថ្ងៃទី2បាទអញ្ចឹងខាងស្អែកបាទថ្ងៃសុក្របាទថ្ងៃនេះថ្ងៃពហុសុក្រថ្ងៃសៅរ៍បាទថ្ងៃសៅរ៍គឺចាប់ដើមលក់ហើយតម្លៃសម្បត្តិគឺ 10,000 រៀលនិង 5,000 រៀលបាទចាប់ដើមទិញបដាហើយប្រិមត្តទាំងសង្គមកុំចាំដល់ថ្ងៃបានទៅទិញគឺអត់មានកន្លែងអង្គុយទេហើយកុំផ្លោះលបងបាទបានថាលោកវុននិយាយថាបានថាកុំឲ្យទិញមុនថ្ងៃទី7បាទថ្ងៃទី4ទិញឲ្យទៅបាទអញ្ចឹងបងប្អូនយើងអាចទៅអញ្ជើញទៅជាវសបតបានបាទគឺការប្រកួតជើងទី2នៅកម្ពុជាយើងជាមួយ Chinese Taipei វិញម្ដងហើយឱកាសយើងចូលទស្សនាហើយដើម្បីលើកកម្លាំងចិត្តក្រុមកម្ពុជាតម្លៃសម្បត្តិតំបន់ A 10,000 រៀលគឺតំបន់ B គឺ 5,000 រៀលបាទដូចការជួបជាមួយទីមដែរបាទដូចគ្នាអញ្ចឹងបងប្អូនអាចចូលរួមទស្សនាបានហើយបន្តទៀតបាទគឺនៅពេលនេះគឺបាទគឺបើសិនជាបាទគឺលទ្ធផលពីស្មើនេះគឺគាត់ប្រសើរហើយសម្រាប់ក្រុមកម្ពុជាបាទគឺចំណេញក្របក្រៅដីហើយនៅពេលនេះគឺបាទការប្រព័ន្ធនៃការលេងរបស់ក្រុមកម្ពុជាគឺដូចជាមានការទូស្បាវច្រើនដោយមានការគេហៅថាសម្រាប់ត្រឡប់មកវិញបាទសម្រាប់ក្រុមកម្ពុជាធ្វើឲ្យក្រុម Chinese Taipei គឺមានការព្រួយបារម្ភខ្លះដែរបាទទោះបីបាត់បង់កីឡាករមួយរូបដូចគ្នាបាទថាលើទីលានគឺទូលាយហើយបាទបាត់បង់កីឡាករ2រូបគឺបើសិនជាបាត់បង់2នាក់នេះគឺទូលាយទីលានទៅហើយដោយកីឡាករគឺខាងក្រៅសោកស្ដាយបាទសម្រាប់កម្ពុជាយើងក៏ដូចជា Chinese Taipei ផងដែរច្រើនបន្តិចមិញបាទពីឈឿនបាទឈឿននេះបានលើកមួយហើយបាទប្រយ័ត្នប្រយែងបាទព្រោះថាអញ្ញាកណ្ដាលហ្នឹងក៏ចាយការដែរបាទក៏មានមួយហើយមិញបាទនេះបាទពីជ្រុងពលរដ្ឋដេញតាមទៅហើយឈឿនអូមែនឈឿនទេជ្រឹងពលរដ្ឋឈឿនខាងមុខបាទខាងតែកទេគាត់ចាប់បាទឈឿននេះខ្ញុំបាទស្មានតែឈឿនដែរអូអធិស្ឋានបងប្អូនណាឃើញដូចតែគ្នាទេបាទគឺអត់មាននៅក្នុងភូកីឡដ្ឋានជាតិយើងទេបាទមើលពីចម្ងាយដូចគ្នា
បាទសូមអរគុណដល់ដៃគូសហការផ្សាយបន្តបាទសម្រាប់ការផ្សាយបន្តផ្ទាល់នៅពេលនេះគឺអរគុណដល់ Pocari Sweat ភេសជ្ជៈ E-Yong ដែលល្អជាងគេបំផុតនៅក្នុងប្រទេសជប៉ុន Pocari Sweat ផ្ដល់ E-Yong ក្នុងវិជ្ជាទឹកក្នុងនឹងកាយបានយ៉ាងឆាប់រហ័សគឺ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយនឹង E-Yong បន្តទៀតបាទគ្រប់គ្រងបាននៅក្នុងម្ចាស់ផ្ទះ Chinese Taipei បាទគឺបន្ទាប់ពីលទ្ធផល1-2 នៅក្នុងវគ្គទី1មកដល់វគ្គទី2នេះគឺមិនទាន់មានការស៊ើបបញ្ចូលទីទេប៉ុន្តែរឿងរ៉ាវកាត់លឿងនិងការក្រហមគឺច្រើនឱកាសរបស់ជីងប៉ូលៀងទៅមិនរួចទេលើកនេះបាទមានការរំខានដោយខ្សែការពារបាទគឺជាមួយនឹងឈុនឈឿនអីយ៉ាបាទក៏មានឈុនឈឿនទៀតបាទជីងប៉ូលៀងមកសម្លុតមិញបាទមកឆ្អល់មកទៀតមកលេខ17ដូចគ្នាបាទអញ្ញាកដាហៅក្រុមគ្រូពេទ្យបាទគឺបាទលោកប្រានចាលថ្ងៃនេះលោកប្រានចាលជួយក្បាលវិលមុខហើយបាទមកពីឥណ្ឌាមកដឹកនាំនៅចិននេះដឹកនាំការប្រកួតនេះគឺប្រហែលបន្តិចហើយប៉ុន្តែគាត់មានការថាវិសុទ្ធតាក់ទងគ្នាមកនេះហើយគឺកីឡាករឆ្នើមដែលយើងគួរកត់សម្គាល់គាត់ខឹងឈិនឈឿនរឿងអីចេះមកចាំមើលខ្លាចតែឈិនឈឿនធ្វើពុតបាទអេបាទថ្ងៃនេះគាត់អ្នកសម្រាប់មកទេបាទកីឡាករបាទឈីងប៉ូឡាំងបាទរបួសឈិនឈឿនទៀតហើយបាទចំចង្គង់ទៀតហើយបាទនេះហើយបាទគឺអូបាទថាឈឿនឈឺមិនឈឺតិចតែឈឺខ្លាំងបាទ比较老经验的他们បាទឈីងប៉ូឡាំងធម្មតាទេបាទម្ចាស់ផ្ទះអ្វីដែលមិនតបានសម្រាប់គឺមកម៉ោងតិចទៅហើយមកចូលមកជួយមកមើលវិញហ្នឹងបាទអញ្ញាកដាកុំអីបាទកុំអីយើងគេហៅរួមអាជីពដូចគ្នាទេបាទបាល់ទាត់គឺដើម្បីតែមួយទេគឺសន្តិភាពបាទគឺធ្វើយ៉ាងណាគឺទោះបីយ៉ាងណាក្តីលទ្ធផលយ៉ាងណាគឺនៅតែសន្តិភាពជាមួយនឹងគ្នាទេបាទគឺការប្រកួតកីឡានោះបាទគេថាលេងឲ្យ fair play មិនអ្វីទេបាទគឺអញ្ញាកដាគាត់សម្រុះសម្រួលបានហើយឥឡូវបាល់ជ្រុងបាទឲ្យទៅក្រុម Chinese Taipei បាទគឺការលើកបាល់ជ្រុងគឺបង្កគ្រោះថ្នាក់ដែរបាទនេះហើយកំពុងតែដេញតាមចាប់ដោយជ្រុងពលរដ្ឋបាទអញ្ញាកដាកំពុងតែការរងាប់ចិត្តបាទសតិអារម្មណ៍របស់កីឡាករឈីងប៉ូលៀងបន្តិចបាទក្នុងនាមជាប្រធានក្នុងនាមជាកីឡាករឆ្នើមមិនទាន់អាចរកគ្រាប់បានរកគ្រាប់បានទៅហើយប៉ុន្តែកំពុងតែការថាពីស្មាឥឡូវបាល់ជ្រុងតែគឺខ្សែការពារទេបាទគឺមិនទាន់ជាបញ្ហាមកលេខ6បាទហូវៃរាច្រើនពីក្រោយបាទយេនថាវីយ៉ូបាទកូនកាត់អេស្ប៉ាញញ៉ាកណ្ដាលថ្ងៃនេះបាទផ្លុំកញ្ចក់ឡើងចាប់ស្អកកហើយបាទពេញន័យពេកហើយបាទកាត់លឿងកាត់ក្រហមមានគ្រប់ធ្វើហើយបាទតែបាល់អសឺទៅអត់ទាន់ឃើញទេបាទដូចជានៅទេបាទនៅទេបាទឥឡូវផ្លាស់ប្ដូរកីឡាករមួយរូបស្ងាត់បាទលេខ14រត់ចូលត្រេមិញបាទក្រុមកម្ពុជាសុកសំណាងបាទសុកសំណាងបាទកីឡាកររបស់ក្រុមប្រខ័ណ្ឌរាជស្វាយរៀងផ្លាស់ប្ដូរចូលហើយបាទហើយបាត់មិនដឹងផ្លាស់ប្ដូរពីណាចេញទៀតហើយបាទប្រិមត្តទេសជនជួនមើលគ្នាបាទអូបាទគឺថាខាងបច្ចេកទេសគាត់នៅយឺតបន្តិចបាទខាង BTV យើងលឿនណាស់បាទឲ្យតែផ្លាស់ប្ដូរកីឡាករហ្នឹងគឺសុំសរសើរតែពេលចឹងបានដឹងថាយើងលឿនដែរបាទគាត់បាទដែរអូឈិនឈឿនបាទអូធំមែនតើបាទខ្លាចខ្ញុំបានទាំងពីរនេះអត់ឃើញបាទឥឡូវឈិនឈឿនផ្លាស់ប្ដូរចេញហើយបាទរបួសចង្គង់តិចតួចបាញ់មិញខ្ញុំសង្ឃឹមថារបួសគាត់ហ្នឹងគឺមិនធំដុំទេបាទមិនប៉ះពាល់ដល់ថ្ងៃសំខាន់ក្នុងជីវិតបាទជាពិសេសគឺការប្រកួតជើងទី2ទៀតបាទដែលយើងនឹងទទួលវិញនៅថ្ងៃទី7ខែមិថុនា5ថ្ងៃបន្ទាប់ពីនេះបាទនិយាយទៅគឺថ្ងៃអង្គារសប្តាហ៍ក្រោយបាទចាប់ផ្ដើមទិញសម្បត្តិទាំងអស់គ្នាបាទបងប្អូនចាប់ពីថ្ងៃទី4បាទតទៅបាទតម្លៃសម្បត្តិ 10000 រៀលនិង 5000 រៀលបាទទស្សនាឱកាសរបស់ក្រុមកម្ពុជាបាទចាំបតនាការបាទកំពុងយកអត់ផុតទេបើអត់ផុតខ្សែការពារអ្នកសុត free kick នាំមុខឲ្យក្រុម Chinese Taipei បាទឥឡូវឆាកបានវិញឱកាសបាទពីកីឡាករឈិងប៉ូឡាំងបាទកីឡាករកាចតិចដែរហើយក៏កីឡាករដែលមានបទពិសោធន៍ច្រើនជាងគេដែរបាទរបស់ក្រុមជម្រើសជាតិ Chinese Taipei បាទចាន់បាទសំទោស៊ូយ៉ាទីអីមិនហើយបាទប៉ានឹងចុងជើងលេខ21ទើបដូរចូលនេះអូយបាទចុងជើងលើផ្ទៃមុខរបស់ស៊ូយ៉ាទីបាទឥឡូវគឺស៊ូយ៉ាទីបង្ហាញថាមានអាការៈឈឺចាប់ខ្លាំងមែនទែនបាទជាមួយរូបភាពវិទ្យាសម្រាប់ក្រុមបច្ចេកទេសរបស់ Chinese Taipei បាទបញ្ជូនមកថាតើប៉ះកន្លែងណាយើងមើលពីចម្ងាយទេប៉ុន្តែបើសិនជាមិនប៉ះមិនមែនស៊ូយ៉ាទីក្តោបមុខទេបាទលើមើលម្ដងទៀតចូលតែម្ដងបាទប្រិមត្តទេសជនអូបាទសម្រាលខ្លួនបាទគឺគាត់សម្រាលខ្លួនបាទបាញ់បាទអញ្ញាកណ្ដាសាច់លេងចង់ចេញទៅហើយបាទគឺកំហុសច្រើនពេកអូយបាទច្រើនពលរដ្ឋមកនិយាយចឹងជាមួយថាកំហុសលើកំហុសថាជន់នេះហើយបាទជីងប៉ូឡាំងបាទឈ្មោះគាត់អញ្ចឹងមែនបាទពិបាកឈិនប៉ូឡាំងឈិនប៉ូឡាំង
ô và sôi ti bay mình cứ cám phong tròn lợn đài thôi và cứ đồ thằng bạn tên mà bay mình cứ cầm hồng và nhà cái đá còn mình đo ca đấy còn đập đồ miên hai đồ miên tiên và sân trên nơi ta cầm hồng cứ đo ca thôi và cứ vô lẽ nó cứ pi đo bay đo hỏi mà mưa và xa tiệt mà cái này tàu tròn này tròn mà ô tròn trung mà trung mà phay muối bạn phay muối hả mà phay muối chụp đôi chôm luôn ngày bàนี่อ่ะ nên mà còn lọt ai mơ nè bà ô snap ta hỏi bà cứ ngồi tầm hứng bà này còn trò còn chặt té cho hả bà này coi bữa đã sama cứ còn bài chặt tê bà sầm đạp còn chặt tê bà sầm khánh mà tận đây Campuchia vẫn cứ bà bởi vậy bên nhà con trò mà kịp tầm ô bà này con trò vẫn cứ cái là bà cứ nè con trò ta chưa thằng miền nè thà con trò Chinese Taipei nơi tận đây Campuchia chưa thằng miền miền Trang chiên Campuchia nơi tận đây Chinese Taipei mà cứ mình phanh ha tế bà sầm đạp Sojati bà cứ rủi ro hỏi là kết mà Trump này cứ dương nó so Trump tại Pram niti tê bà sầm đạp cá sầm niti Sojati bà long bao mà phải cái đá ti hỏi tại bà coi cái này mới tiền ai ra màประกวดយើងប៉ះពីគ្នាច្រើនបន្តិចទៅហើយបាទយើងមិនទៅហើយញ៉ាកដាផ្លុំមិនចាពីនៃបាទបាញ់មិញគឺប៉ះបន្តិចគ្នាអត់ពីនៃទេបន្តការប្រកួតទៀតមកកំពុងតែជាប់ជើងបាទកីឡាករបាទជីហៅងាកមកខាងឆ្វេងនេះបាញ់ជូនមកទៅឲ្យកីឡាករវៃពីនតែវៃពីនជូនទៅគឺចំថ្នាក់នៃចាំទីបាទសុយទីមកអោបបាល់អូបន្លាយពេលវេលាបន្តិចដើម្បីចំណេញសម្រាប់ការប្រកួតក្រៅដីរបស់ក្រុមកម្ពុជាបាទពីក្រប away goal ហើយនៅពេលនេះបាទយើងក៏សូមអរគុណដែរដល់ទឹកក្រូច Meco ជាទឹកក្រូចសុខភាពផ្សំឡើងពីស្រូវសាលី Jensen ទឹកក្រូចថ្លុងនិងទឹករ៉ែធម្មជាតិពិតប្រាកដមានវីតាមីន B អនិង B និងវីតាមីន C គ្មានលីប៉ូគ្មានជាតិកាហ្វេអ៊ីនគ្មានអាស៊ីតគ្មានជាតិគីមីទឹកក្រូច Meco ជាអ្នកបំពេញសុខភាពរបស់លោកអ្នកបាទទេសនាមិញគឺការប៉ះទង្គិចគ្នាបាទគឺកលពីក្រោយជន់ពីលើមួយទៀតបាទអូโหឌីណាបាទប៉ះជាមួយឌីណាថ្ងៃនេះគឺវាហៅថាអ្វីដែលហៅថាសង្គ្រាមនៅវិស្មាគឺបែបនេះឯងប៉ុន្តែពេលចំនឹងការប្រកួតគឺមិត្តភាពនិងឈ្នះទាំងអស់គ្នាបាទគឺការប្រកួតគឺនៅសល់ពេលវេលាកាន់តែខោចទៅហើយសម្រាប់វគ្គទី2បាទលទ្ធផល2-2បាទ4នាទីចុងក្រោយបាទសម្រាប់ការប្រកួតហើយកំពុងគ្រប់គ្រងបានដោយក្រុម Chinese Taipeiបាទឱកាសទៅទៀតហើយសម្រាប់ទៅទៀតកន្លែងនេះហើយបាទទៅរួចទេអ្នកចាំទីសង្គ្រោះបានមិនទាន់ទៅណាឆ្ងាយទេខ្សែការពារផ្ដាច់មួយជើងល្អមែនទែន90ភេងក៏មិនទុកយូរដែរបាទអញ្ចឹងមិនហើយរបួសបាទពីណាគេចេះកាតលឿងមួយទៀតហើយបាទថ្ងៃនេះកាតលឿងច្រើនមែនទែនបាទផ្ទុកជើងជាមួយនឹងខ្សែការពាររបស់កម្ពុជាបីមិញការឡងបាល់ផ្ដាច់បាទក៏អ្នកកណ្ដាលផ្ដោតការហើយបាទកន្លែងនេះបាទទេសនាម្ដងទៀតបាទមួយបាទជាមួយនេះគឺផុតមួយសះហើយដោយសុយទីជួយបានបាទកន្លែងនេះហើយដល់ការបាទទុកជើងបុកអូយបាទគឺគ្រោះថ្នាក់មែនតើបាទផ្ទុកបាទបាទគឺបញ្ហាអ្នកកណ្ដាលគឺពីនៃបាទលេខ15បាទកន្លងក៏បដូរចូលមិញបាទជីវ័យបាទមកអានចិនបាទមកអានចិនបាទនៅប្រកបតិចតួចបាទគឺ87នាទីបាទគឺពេលវេលាខោចសម្រាប់ក្រុមកម្ពុជាគឺល្អហើយបាទគឺលទ្ធផលបែបនេះគឺអាចទទួលយកបានបាទហើយសម្រាប់ជើងទី2វិញគឺសម្រាប់នៅជើងទី2នេះឯងបាទតែពីខ្សែការពារបាទទប់ស្កាត់បាទគឺម្ចាស់ផ្ទះក៏មិនខ្លាចរបូតដែរមិនថាសម្រាប់ក្រុមកម្ពុជាក៏ឡើងទេแล้วការវិវត្តរបស់ក្រុមកម្ពុជាបាទទឹកឌីណាបាទទៅរួចទេអាយ៉ាទឹកឌីណាចង់តោងគេតិចដែរអាញាកដាពីណីទេបាទឲ្យបើបោះទូទេអត់ពីណីទេបាទបោះទូពីក្រុមជម្រើសជាតិកម្ពុជាបាទឥឡូវមានការផ្លាស់ប្ដូរកីឡាករមួយរូបទៀតបាទមើលកន្លែងកំហុសបាញ់មិញអត់មានកំហុសទេបាទនេះគឺចេញក្រៅបាទពាំងដូចគ្នាបាទដើម្បីយកមកចំណេញបាទផ្លាស់លេខ7ប្រាក់មនីឧត្តមបាទប្រាក់មនីឧត្តមផ្លាស់ប្ដូរចូលជំនួសពីណាគេដើរចេញច័ន្ទវឌ្ឍនាការបាទច័ន្ទវឌ្ឍនាការទុកកម្លាំងលេងជើងទី2បាទសម្រាប់បាទ2-3នាទីចុងក្រោយដែរបាទកីឡាកររបស់ក្រុមប្រកាន់រីស្វាយរៀងបាទប្រាក់មនីឧត្តមបាទមាន3រូបទៅហើយមាន$មានសុកសំណាងហើយនិងប្រាក់មនីឧត្តមបាទប្រាក់មនីឧត្តម3រូបគឺនៅលើទីលានបាទឥឡូវប្រកួតបាទប្រហែលនាទីចុងក្រោយនេះអូល្អមែនទែនបាទចង្វាក់ខ្លាំងនេះទឹកឌីណាទៅរួចទេបាទពាំង2នាក់ដោយក្រុម Chinese Taipei បាទល្អមែនទែនទឹកឌីណាថ្ងៃនេះបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាបញ្ជូនទៅអ្នកចាំទីអ្នកចាំទីផ្ដាច់មួយជើងឡើងមកខាងលើវិញបាទបើចេញក្រៅទៅហើយ
បាទយើងអរគុណទៅដល់ទឹកផ្លែឈើអូឡាតេបាទមួយកំប៉ុងស្មើនឹងទឹកដោះគោស្រស់មួយកែវអូឡាតេភេសជ្ជៈនៃសម្រស់និងសុខភាពបាទនឹងអរគុណដល់ពុករីស្វេតដែលជាភេសជ្ជៈអ៊ីយ៉ុងល្អជាងគេបំផុតនៅប្រទេសជប៉ុនពុករីស្វេតភេសជ្ជៈផ្ដល់អ៊ីយ៉ុងនិងបំពេញជាតិទឹកក្នុងរាងកាយឆាប់រហ័សជាងគេផ្ដល់នូវសុខភាពល្អជាមួយនឹងអ៊ីយ៉ុងបាទគឺឥឡូវនីតិសល់តែ1នាទីទេសម្រាប់ការប្រកួតពេញម៉ោងគឺ90នាទីសុកសវណ្ណបាល់បោះទូឲ្យទៅបាទគឺមិនដល់ឲ្យជាប់ជើងប្រាក់មនីអាដាមបាទកម្លាំងថ្មីចេះតែម្ដងបាទគឺសង្ឃឹមបាទក្នុងការផ្លាស់ប្ដូរជាកីឡាករទី3បាទជ្រើសពលរដ្ឋបញ្ជូនទៅឲ្យបាទគឺពិបាកទស្សនាបន្តិចកាលបាញ់គឺឌីណាឱកាសឲ្យបាទឌីណាងាកមកខាងនេះអបញ្ជូនទៅល្អមែនទែនទីអ្នកឆ្វេងមកជើងឆ្វេងអូហូយបាទខ្សែការពារបាទចូលមករៀងបាទព្រោះសំអឿនបាញ់បាទគឺឱកាសទៅហើយបាទគឺសោកស្ដាយបាទគឺទាញមកបាទអត់ប៉ះទេបាទសុទ្ធឡើងឆ្ងាយតែម្ដងបាទខុសគោលដៅបាទសុទ្ធវិញ្ញាផ្លាយខ្សែការពារមករំខានបាទមិនជាបញ្ហាបាទគឺមានឱកាសដូចគ្នាចប់ជើងឆៃស្តៃហ្វេបាទវាបកមកវិញបាទបញ្ជូនទៅបាទកីឡាករលេខ6បាទគឺកីឡាករវៃពីនសម្លឹងទៅកណ្ដាលបាទបញ្ជូនបន្តទៀតខ្សែប្រយុទ្ធបាទគឺបាទកីឡាករឆេងលុនឱកាសឲ្យបាទឆៃនេះតែប៉ែទាញអញ្ញាកណ្ដាលអត់ពីណីទេហើយលេខបន្តទៀតបញ្ជូនមកខុសបច្ចេកទេសសម្រាប់កម្ពុជាទៅក្រោយណាយេនតាវយ៉ូបាទគឺបាទលេខ11បាទគឺខ្លាយកាបូដូចគ្នាបាទចុងម៉ោងបាទឈឹងលុនស្រូទៅកណ្ដាលឱកាសតតមកអូហូយឱកាសរបស់ក្រុមឆាន់ដីទៅហើយខ្សែការពារចូលប្លុកជាប់សំណាងមែនទែនទៅមិនទាន់ផុតដល់ឡើយទេអូហូយបាទគឺរន្ធត់មែនទែនមកបាញ់នេះឥឡូវវាបត់របស់ក្រុមកម្ពុជាចៅសុភេងកំពុងសម្លឹងមើលប្រាក់មនីអាដាមបញ្ជូនទៅប្រាក់មនីអាដាមអូដាមដកបាល់បានល្អណាស់អូដាមកាត់ទៅឆ្វេងយ៉ាងម៉េចចេះអូបាទគាត់សម្រាប់ចិត្តការសុទ្ធអំបញ្ញមិញនេះគឺគាត់មកម្នាក់ឯងបាទគឺពិបាកនឹងការចាំគ្នាដោយសារតែការព្យាយាមពីក្រោយពីខ្សែការពារដល់ទៅ2រូបបាទអញ្ចឹងមានតែសុទ្ធដរិចយកតែម្ដងបាទគឺឲ្យផុតបញ្ហាគឺក្រុមឆាន់ទេព្យាយាមលេងលឿនព្រោះម៉ោងថែមគឺអស់1នាទីទៅហើយបាទគឺនៅពេលនេះគឺបងប្អូននៅកម្ពុជាយើងក៏កំពុងតែចាក់រយៈជើងមិនស្ទើរទេបាទគេថាបន់ឲ្យត្រឹមតែ2ស្មើនេះគឺគ្រប់គ្រាន់ហើយបាទសម្រាប់មកការប្រកួតជើងទី2វិញខាងងើបឈរហើយបាទទស្សនិកជននៅបាទនៅកម្ពុជាយើងនេះងើបឈរហើយបាទឥឡូវទស្សនាការប្រកួតប្រហែលនាទីចុងក្រោយនេះបាទកំពុងគ្រប់គ្រងបាល់ដល់ក្រុមកម្ពុជាប្រាក់មនីអាដាមបាទប្រាក់មនីអាដាមចាក់ទៅខាងឆ្វេងល្អមែនទែនទៅហើយម្នាក់ឯងកៅសុភេងបាទខាងកណ្ដាលនេះមានទឹកអ៊ីណាកៅសុភេងទឹកអ៊ីណាបាទមិនគួរបាទទៅខាងលើបាទសោកស្ដាយបាទសម្រាប់កីឡាកររបស់ក្រុមប៉ូលីសបាទទឹកអ៊ីណាពេលមកជើងឆ្វេងបាទរំខានដែរបាទសុំសរសើរគឺកៅសុភេងបាទគឺគាត់ញាក់ដាច់ប៉ុន្តែគាត់ចង្វាក់គាត់យឺតបន្តិចបាទធ្វើឲ្យការអូសបានមកគឺមានខ្សែការពារដេញពីក្រោយអូសោកស្ដាយមែនតើបាទគឺមិនជាបញ្ហាទេបាទឱកាសយើងមានច្រើនដែរតែបាទគឺបន្ទាប់ទៅបីយើងការក្រហមមុនឆាន់នីតេប៉យ៉ាងណាក្ដីប៉ុន្តែយើងអាចត្រឡប់មកតាមយកស្មើបាត់បង់កីឡាករឆាន់នីតេប៉មួយរូបដែរហើយមិនទៅហើយបាទគឺមានបញ្ហារបស់ខ្លួនឯងបាទសម្រាប់កីឡាករឆាន់នីតេប៉បាទគឺកំពុងតែអោបកជើងបាទរបួសសាច់ដុំផ្លូវហើយយើងណាបាទគឺកំពុងជើងបាទ2នាទីបន្ថែមអស់ទៅហើយបាទគឺកំពុងតែអាញាកណ្ដាលលោកប្រានឆាល់បាទកំពុងតែពិនិត្យមើលនីតិកាបន្ថែមទៀតបាទគឺប្រហែលម៉ោងការប៉ះទង្គិចច្រើនបាទគឺសម្រាប់ការគួតប្រតិពីគឺច្រើនមែនតើដូច្នេះគឺម៉ោងថែមក៏អាចច្រើនដូចគ្នាដែរបាទគឺគាត់មានបញ្ហាដោយខ្លួនឯងតែម្ដងបាទគឺខ្សែការពារបាទរមួលសាច់ដុំផ្លូវទៅហើយបាទឆាន់នីតេប៉ដូចជាអស់3ដូចគ្នាហើយបាទអស់ហើយ3ហ្នឹងបាទអូបាទដាក់ប្រងការទៅហើយបាទគឺបញ្ហាខ្លួនឯងចឹងធ្ងន់គឺសោកស្ដាយដែរបាទគឺបាត់បង់បាទកីឡាករមួយរូបបាទចុងម៉ោងសម្រាប់ក្រុមឆាន់នីតេប៉មិនដឹងថាធ្ងន់ធ្ងរអាចនឹងត្រឡប់មកកម្ពុជាបានទេយ៉ាងណាទេបាទឥឡូវគឺម៉ោង90នាទីផ្លូវការបានបញ្ចប់ហើយនៅសល់តែម៉ោងបន្ថែមទេបាទឥឡូវគឺវេលាស្មើនេះគឺជាង60នាទីហើយបាទនៅឯទឹកដីឡាវបាទក្រុមឥណ្ឌាបាទកំពុងតែនាំមុខក្រុមឡាវ1-0បាទក្រុមម្ចាស់ផ្ទះឡាវមកថ្ងៃនេះទៅបានឥណ្ឌាដាក់មកគ្រាប់ហើយឥឡូវសល់ប្រហែលនាទីចុងក្រោយទៀតអាញាកណ្ដាលបន្តផ្លុំកញ្ចែលេងបន្តទៀតបាទឆាប់បានមកវិញពីក្រុម Chinese Taipei បាទកឹបមួយល្អណាស់កីឡាករឈីងប៉ូលៀងអូសទៅខ្លួនឯងមិនទាន់បញ្ជូនរកជំនួយបញ្ជូនចូលកណ្ដាលសុទ្ធពីចម្ងាយឬយ៉ាងណាអត់ទេកឹបបាទបតក់ចូលបន្តិចតែពីសុកសវណ្ណត្រឡប់មកវិញបាទកៅសុភេងឱកាសវិបកសម្រាប់ក្រុមកម្ពុជាទៀតហើយបាទលឿនណាស់បាទកៅសុភេងកំពុងសម្លឹងហើយបាទបញ្ជូនទៅខាងណាអត់មានជំនួយទេបាទយើងតម្លាក់ច្រើនពេកបាល់នេះ
អកយើបាត់ទៅហើយបាទខ្សែការពារក្រុម Chinese Taipei គាត់ព្យាយាមមកអត់ឡើងទេបាទគាត់លួចគាត់ប្រចាំគ្នាជាមួយនឹងប្រាក់នាដំដើម្បីលួចអកយើបាទសោកស្ដាយមិញបាទគឺចង្វាក់វិបត្តិរបស់ក្រុមកម្ពុជាពីររូបតែដាក់ហ៊ានឡើងច្រើនទេបាទដើម្បីការពារជាមួយយ៉ាងណាទុកឲ្យដល់90នាទីឥឡូវកញ្ចែបានបញ្ចប់ទៅហើយបាទគឺប្រិយមិត្តទស្សនិកជនដែលកំពុងតែផលហើយគឺ2 ទៅ 2ក្នុងការប្រកួតជើងទី1បាទនៅ Chinese Taipei ប៉ុន្តែសោកស្ដាយបាទសម្រាប់កីឡាកររបស់ក្រុមកម្ពុជាគឺប្រធានក្រុមថ្ងៃនេះគឺកីឡាករThierry Chattabin បាទគឺមកពីក្រុមភ្នំពេញក្រោមបាទគឺទទួលបានការក្រហមប៉ុន្តែយ៉ាងណាក្តីគឺយើងអាចទប់ស្កាត់បានសម្រាប់ការប្រកួតវគ្គទី2គឺរក្សាលទ្ធផលតាំងពីវគ្គទី1គឺ2 ទៅ 2នេះបញ្ចប់ជាផ្លូវការសម្រាប់ការប្រកួតជើងទី1ដូច្នេះយើងនឹងសល់ឱកាសជើងទី2បាទជើងទី2នៅទឹកដីកម្ពុជាវិញនៅថ្ងៃទី7ខែមិថុនាបាននៅពហុកីឡាដ្ឋានជាតិកុំភ្លេចចូលរួមទស្សនាបានច្រើនកកអ្វីដែលលោកគ្រូលីតេហ៊ុនបាទចង់បានថាលទ្ធផលស្មើគឺល្អបំផុតបាទសម្រាប់ក្រុមកម្ពុជាឥឡូវនេះគឺបានហើយជាពិសេសគឺស្មើទាំងបាន2គ្រាប់ចំណេញក្រៅដីបន្ថែមទៀតបាទសម្រាប់ក្រុមជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតជាផ្លូវការ2 ទល់នឹង 2សល់គ្នា10នាក់ចុងក្រោយបាទកីឡាករក្រុមទាំងពីរបាត់បង់មួយរូបដូចគ្នាបាទចាប់ដៃបាទចុងក្រោយទោះបីជាមានការប៉ះទង្គិចគ្នាយ៉ាងណាក៏ដោយបាទចាប់ដៃគ្នាបាទខាងក្រុមកម្ពុជាយើងមើលមិនចោលទេគឺការប្រពៃនៃការសំពះបាទគឺថាសុភាពរៀបសារទុនផ្លុំមែនតើបាទគឺថាខឹងតែប្រហែលគឺត្រូវបោះចោលទាំងអស់បាទត្រឹមរៀបដៃ10ហ្នឹងហើយបាទគឺបញ្ចប់គឺជាផ្លូវការគឺក្រុមទាំងពីរគឺបញ្ចប់លទ្ធផលគាត់ប្រសើរប៉ុន្តែសម្រាប់ក្រុមអាចារ្យផ្ទះដូចជាមិនចង់បានទេសម្រាប់ការប្រកួតស្មើគឺចង់តែឈ្នះហើយទោះបីកម្ពុជាក្នុងទឹកដីក៏ចង់តែឈ្នះដូចគ្នាដែរប៉ុន្តែធ្វើយ៉ាងណាគឺការប្រកួតបាល់ទាត់គឺកម្ពុជាយើងបានបង្ហាញសមត្ថភាពដ៏ខ្លាំងបាទជាមួយនឹងក្រុម Chinese Taipei ដែលយើងបានឃើញហើយគឺ Chinese Taipei គឺខ្លាំងនិងរឹងមាំមែនតើបាទមិនងាយទេបាទគឺសមត្ថភាពក្រុម Chinese Taipei ដែលយើងជួបបានតែម្ដងទេបាទក្នុងប្រវត្តិជួបគ្នាកន្លងទៅគឺខែឆ្នាំ2014គឺយើងឈ្នះតែលើកនេះគឺយើងស្មើបាទគឺជារឿងប្លែកមួយដែលក្រុម Chinese Taipei គឺសមត្ថភាពឡើងប្រិយមិត្តទស្សនិក